ថ្ងៃនេះបងប្អូនយើងទាំងអស់គ្នាចង់គិតបន្តទៀតពីរឿងធ្វើជាអ្នកបម្រើរបស់ព្រះអង្គថ្ងៃនេះចង់គិតពីព្រះយេស៊ូវគ្រីស្ទជាគំរូពីអ្នកបម្រើដល់គ្រប់លក្ខហើយថ្ងៃនេះយើងចង់សម្លឹងមើលព្រះយេស៊ូវហើយយើងមិនដែលខុសទេបើយើងសម្លឹងមើលព្រះយេស៊ូវបើយើងធ្វើរាល់អាទិត្យសម្លឹងមើលព្រះយេស៊ូវក៏ល្អដែរពីព្រោះយើងចិត្តឲ្យរកឃើញរឿងថ្មីល្អប្រសើរក្នុងព្រះយេស៊ូវគ្រីស្ទអាទិត្យមុនខ្ញុំបានអធិប្បាយខ្លះហើយអំពីអ្នកបម្រើរបស់ព្រះអង្គយើងទាំងអស់គ្នាគួរនឹងធ្វើជាអ្នកបម្រើរបស់ព្រះអង្គពីព្រោះយើងជារបស់ផងព្រះអង្គបង្កើតយើងប៉ុន្តែក្រោយមកយើងវង្វេងផ្លូវហើយយើងទាំងអស់គ្នាបានបែរទៅតាមផ្លូវរៀងខ្លួនមែនទាំងអស់គ្នាអត់មានអ្នកណាសោះតែស្គាល់ផ្លូវច្បាស់របស់ព្រះអង្គហើយដើរតាមផ្លូវនោះទាំងអស់គ្នាបានវង្វេងផ្លូវប៉ុន្តែអរគុណព្រះអង្គណាស់ព្រះយេស៊ូវស្រឡាញ់យើងហើយព្រះអង្គបានអាណិតយើងហើយព្រះអង្គបានស៊ូបដូរជីវិតព្រះអង្គបានប្រោសលួយើងដើម្បីឲ្យយើងរួចពីកណ្ដាប់ដៃរបស់ម្ចាស់អាក្រក់ដែលចង់នាំឲ្យយើងវិនាសតែប៉ុណ្ណោះទេព្រះអង្គព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើងហើយបានប្រោសលួយើងហើយតម្លៃនោះបងប្អូនកុំឲ្យយើងមើលងាយសោះខ្ញុំជឿថាបងប្អូនអត់មើលងាយទេប៉ុន្តែជួនកាលខ្ញុំឮគេនិយាយថាសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូវនោះជឿព្រះយេស៊ូវថោកណាស់មិនបាច់ធ្វើអីទេមិនបាច់ធ្វើបុណ្យកុសលស្អីទេគ្រាន់តែជឿគេថាគ្រាន់តែជឿប៉ុន្តែភ្លេចពីតម្លៃដែលព្រះយេស៊ូវត្រូវតែបង់ដើម្បីប្រោសលួសយើងទាំងអស់គ្នាគឺអត់មានតម្លៃធំជាងនោះទោះបើយើងប្រមូលអស់ទាំងទ្រព្យសម្បត្តិអស់ទាំងអ្វីដែលមានតម្លៃនៅផែនដីនេះប្រមូលជាមួយគ្នាអត់ដល់តម្លៃដែលព្រះយេស៊ូវបានបង់ដើម្បីលួសយើងទាំងអស់គ្នាប្រោសលួសយើងឲ្យរួចពីបាបគឺជាព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទជាជីវិតរបស់ព្រះរាជបុត្រានៃព្រះអរព្រះគុណព្រះអង្គរឿងនោះយើងទាំងអស់គ្នាបានឃើញហើយអាទិត្យមុនមានបងប្អូនច្រើនផងដែលបានសម្ដែងខ្លួនថាព្រះអង្គអើយព្រះយេស៊ូវជាម្ចាស់ខ្ញុំនៅគ្រប់ទាំងអស់ដែលខ្ញុំស្គាល់នោះព្រះអង្គជាម្ចាស់របស់ខ្ញុំហើយប្រហែលក្នុងអាទិត្យកន្លងនេះបងប្អូនបានជួបនឹងកន្លែងផ្សេងទៀតនៅក្នុងជីវិតដែលឃើញថាមិនទាន់បានប្រគល់ដល់ព្រះអង្គតើបងប្អូនធ្វើអីបើសិនជាជួបនឹងរឿងណាមួយថាអូរឿងនេះខ្ញុំមិនទាន់បានប្រគល់ដល់ព្រះអង្គសោះតើថាអូចាំថ្ងៃទឹកខ្ញុំថ្វាយកុំធ្វើចឹងសោះគឺកាលព្រះអង្គព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកយើងពេលនោះគួរឲ្យយើងស្ដាប់មានគ្រោះថ្នាក់មែនតែបើយើងថាចាំអត់ទៅក្រោយយើងធ្វើពីព្រោះយើងគួរនឹងស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គក្នុងពេលដែលព្រះអង្គមានបន្ទូលមកយើងដូចប្រាថ្នាថា too sweet ភ្លាមយើងត្រូវតែស្ដាប់បង្គាប់ព្រះអង្គភ្លាមបាទសម្រាប់ចិត្តថាត្រូវហើយព្រះអង្គសូមព្រះអង្គធ្វើជាម្ចាស់លើខ្ញុំលន់តួពីរឿងនោះផងនឹងចម្រើនឡើងពេលនោះព្រះអង្គឃើញថាព្រះអង្គអាចនឹងបើករឿងផ្សេងឲ្យយើងហើយយើងចោះចូលភ្លាមថាត្រូវហើយព្រះអង្គខ្ញុំភ្លេចរឿងនោះមិនដែលឃើញទេឥឡូវខ្ញុំឃើញហើយខ្ញុំសូមចោះចូលដែររឿងនោះផងបន្ថែមរឿងនោះទៀតហើយបងប្អូនប្រសិនជាបងប្អូនស្មានថាប្រហែលពី3ទៀតអត់មានអ្វីទៀតច្រឡំទៀតគឺខ្ញុំជឿថាមួយជីវិតយើងព្រះអង្គនឹងបើករឿងផ្សេងតែយើងត្រូវតែចោះចូលហើយយើងត្រូវតែមានចិត្តមួយថាព្រះអង្គខ្ញុំអត់ប្រកែកសោះព្រះអង្គបើកចោះឲ្យខ្ញុំឃើញបំភ្លឺកន្លែងផ្សេងក្នុងជីវិតខ្ញុំការប្រព្រឹត្តពាក្យសម្ដីគំនិតខ្ញុំព្រះអង្គអើយខ្ញុំចោះចូលសូមបង្ហាញខ្ញុំបែបនោះយើងនឹងចម្រើនឡើងទាំងអស់គ្នាមែនថ្ងៃនេះបងប្អូនយើងចង់ស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គម្ដងទៀត
hãy đôi chân xôm ở những rung chặt a thị than và plei sẵn làm bay xôm bị bỏng ô pre vô bay đã ô con bỏng men tên đại bỏng cung nào chịu mùi dương nhom bỏng miền pre niệm Emmanuel pre cung chịu mùi nâng dương nhom bỏng bản chặt pre về nhìn bỏ ra sót ở mau chịu mùi dương ta óc khné bom plư chặt dương nhom ta óc khné bỏng ơi cần lai na đã dương nhom khơi ngày này xôm bỏng chui ở dương miền chặt trong chọt trộn phliếm đâm bay ở trong ran to đã tiền oประគុណព្រះអង្គក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនព្រះយេស៊ូវគ្រីស្ទជាគំរូបងប្អូនថាអូត្រូវឲ្យលោកគ្រូប៉ុន្តែយកព្រះយេស៊ូវជាគំរូនោះពិបាកសម្រាប់ខ្ញុំផងពីព្រោះខ្ញុំដល់ព្រះយេស៊ូវសោះតើមិនអាចនឹងរកអ្នកណាជាមនុស្សធម្មតាធ្វើជាគំរូសម្រាប់ខ្ញុំទេបងប្អូនខ្ញុំត្រូវតែប្រាប់ពីដើមថាព្រះយេស៊ូវជាគំរូប៉ុន្តែយើងអាចនឹងធ្វើតាមព្រះយេស៊ូវបានដែរពីព្រោះអំណាចដែលជួយព្រះយេស៊ូវឲ្យធ្វើជាគំរូល្អជាអំណាចដែលជួយយើងផងបានជាគុំស្ដាប់ដោយគ្មានសង្ឃឹមទេគុំស្ដាប់ថាអូមិនតែធ្វើមិនកើតប៉ុន្តែទុយទៅវិញថាខ្ញុំអាចនឹងមានអំណាចដដែលនោះគឺខ្ញុំមានហើយហើយដូច្នេះយើងមិនមែនស្ដាប់ដោយគ្មានសង្ឃឹមប៉ុន្តែផ្ទុយទៅវិញថាសូមឲ្យខ្ញុំដឹងផងពីព្រោះខ្ញុំអាចនឹងធ្វើតាមបានខ្ញុំមានអំណាចព្រះចេស្តារបស់ព្រះអង្គផងតែព្រះអង្គឲ្យយើងគ្រប់គ្នាជាកូនរបស់ទ្រង់ខ្ញុំបានចែកសេចក្តីអធិប្បាយខ្ញុំជា4ប្រការទី1ខ្ញុំចង់និយាយអំពីព្រះយេស៊ូវបានសុខចិត្តធ្វើជាអ្នកបម្រើព្រះយេស៊ូវព្រមព្រះអង្គសុខចិត្តធ្វើជាអ្នកបម្រើរបស់ព្រះបិតានេះជាប្រការទី1ប្រហែលបងប្អូនឃើញថាក្នុងសញ្ញាថ្មីមានរឿងអ្នកបម្រើរបស់ព្រះអង្គហើយគឺព្រះយេស៊ូវត្រឡប់ធ្វើជាអ្នកបម្រើរបស់ព្រះបិតាតើពីមុនយើងឃើញទេយើងឃើញមែនហើយខ្ញុំសូមអានខ1ដែលយើងឃើញជាខគម្ពីររបស់ហោរាអេសាយតើបងប្អូនដឹងថាអេសាយរស់នៅផែនដីនេះប្រហែលឆ្នាំមុនព្រះយេស៊ូវប្រសូត600ឆ្នាំមុនព្រះយេស៊ូវប្រសូតនៅភូមិបេតលេហឹមនោះមានហោរាមួយនៅអ៊ីស្រាអែលឈ្មោះអេសាយហើយអេសាយជំពូក42ខ1នោះប្រាប់យើងអំពីអ្នកបម្រើបងប្អូនចង់បើកមើលទំព័រ951គឺអេសាយជំពូក42ខ1ជំពូក42ខ1ថាមើលនេះណែអ្នកបម្រើរបស់អញអ្នកណាមានបន្ទូលគឺព្រះបិតានោះណែអ្នកបម្រើរបស់អញដែលអញទប់ទល់គឺជាអ្នកជ្រើសរើសរបស់អញគឺព្រះអង្គបានរើសព្រះបិតាបានរើសព្រះរាជបុត្រាធ្វើជាអ្នកបម្រើតទៅទៀតដែលជាទីរីករាយដល់ចិត្តអញបានដាក់វិញ្ញាណអញឲ្យសន្តាក់លើទ្រង់នៅកន្លែងនោះបញ្ជាក់ហើយថាទ្រង់គឺព្រះរាជបុត្រានៃព្រះហើយទ្រង់នឹងសម្ដែងចេញឲ្យគ្រប់ទាំងសះបានឃើញសេចក្តីយុត្តិធម៌អរព្រះគុណព្រះអង្គបានព្រះបិតាបានរើសព្រះយេស៊ូវគ្រីស្ទឲ្យធ្វើជាអ្នកបម្រើប៉ុន្តែតើបងប្អូនស្មានថាព្រះបិតាបានបង្ខំព្រះយេស៊ូវទេអត់សោះគឺបានធ្វើជាអ្នកបម្រើព្រះយេស៊ូវគ្រីស្ទបានធ្វើជាអ្នកបម្រើរបស់ព្រះបិតាដល់ស្ម័គ្រពីចិត្តអត់មានអ្នកណាបង្ខំសោះដើម្បីឲ្យបំពេញការដ៏ធំជាងគេប្រសិនជាយើងគិតពីអស់ទាំងការរបស់ព្រះយើងស្មានថាអូការមួយធំជាងគេហើយយើងមើលព្រះអាទិត្យព្រះច័ន្ទកាយទាំងប៉ុន្មានផែនដីតអល់នេះយើងថាអូប្រហែលការបង្កើតនោះធំជាងគេ
បងប្អូននៅតែទូចសម្រាប់ព្រះនៅតែទូចការមួយធំជាងគេគឺប្រទានឲ្យយើងទាំងអស់គ្នាមានសេចក្តីសង្គ្រោះឲ្យរួចពីបាបនោះជាធំការធំជាងគេពិតប្រាកដមែនហើយត្រូវតែមានអ្នកបម្រើមួយដែលបំពេញការនេះបានហើយអ្នកនោះគឺព្រះយេស៊ូវគ្រីស្ទដែលសុខចិត្តបូជាជីវិតសុខចិត្តទទួលដោយគ្មានអ្នកណាបង្ខំតលតែសោះពីព្រោះព្រះអង្គចង់ជួយយើងឲ្យរួចពីបាបបងប្អូនបើខ្ញុំនិយាយពីរួចពីបាបខ្ញុំនិយាយមួយអំពីទណ្ឌកម្មនៃអំពើបាបគឺដើម្បីឲ្យយើងរួចពីនរកហើយបងប្អូនច្រើនមិនគ្រាន់តែនៅកន្លែងនេះប៉ុន្តែអ្នកដែលជឿព្រះអង្គនៅពិភពលោកច្រើនអ្នកនោះគេចេះតែគិតពីរឿងនោះឯងថាអូប្រសិនជាខ្ញុំរួចពីនរកអាហ្នឹងខ្ញុំសប្បាយហើយប៉ុន្តែព្រះអង្គចង់ជួយយើងហួសពីនោះទៅទៀតមិនគ្រាន់តែដើម្បីយើងមិនធ្លាក់នរកព្រះអង្គចង់ជួយយើងឲ្យរួចពីអំណាចនៃអំពើបាបដែររួចពីអំណាចនៃអំពើបាបដើម្បីយើងទាំងអស់គ្នាមានជ័យជំនះក្នុងពេលដែលយើងនៅរស់នៅឡើយនៅផែនដីនេះសពថ្ងៃនេះកុំឲ្យយើងដើរតាមផ្លូវជីវិតអស់ប្រមាណ40 50ឆ្នាំហើយចិត្តតែចាញ់ទៅបណ្ដោយក្រោយមកអស់ព្រះអង្គយកយើងទៅនាំយើងទៅឋានសួគ៌ដោយមានបរាជ័យរហូតអត់ទេព្រះអង្គចង់ឲ្យយើងឈ្នះរហូតតតែព្រះអង្គលើកយើងឡើងទៅឋានសួគ៌នេះជាផែនការរបស់ព្រះអង្គបានជាព្រះអង្គមិនគ្រាន់តែជួយយើងឲ្យរួចពីទណ្ឌកម្មនៃអំពើបាបប៉ុន្តែពីអំណាចអំពើបាបដែរអំណាចនឹងហើយបានជាការនេះត្រូវតែមានអ្នកបម្រើមួយអ្នកណាបំពេញបានមានតែមួយអត់មានពីរទេគឺព្រះយេស៊ូវគ្រីស្ទអាចនឹងបំពេញបានហើយព្រះអង្គបានសុខចិត្តទទួលទាំងអស់នោះដោយស្ម័គ្រចិត្តស្ម័គ្រពីចិត្តយើងឃើញច្បាស់ពីរឿងនេះបងប្អូនបើយើងមើលភីលីបចំពោះ2បងប្អូនដឹងថាគម្ពីរខ្ញុំនៅកន្លែងនោះចង់ហែកហើយខ្ញុំដូចជាអានភីលីបចំពោះ2ច្រើនជាងគេមិនដឹងហើយទៅអីទេប៉ុន្តែខ្ញុំស្រឡាញ់ណាស់ភីលីបចំពោះ2ទំព័រ1521ខ្ញុំចង់អានពីកន្លែងនេះ2ដងប៉ុន្តែមុនដំបូងយើងអានតែ2ខក្រោយទៀតមកវិញភីលីបចំពោះ2 1521ខ្ញុំសូមអានខ5និងខ6ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយគង់តែមិនបានរាប់សេចក្តីដែលស្មើនឹងព្រះនោះទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយតើបងប្អូនយល់កន្លែងនេះឬទេក៏ខ្ញុំឃើញថាក្នុងខគម្ពីរនេះថាព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រាស្មើគ្នានឹងព្រះបិតាឃើញទេព្រះអង្គមិនមែនថាឥឡូវមើលខ្ញុំស្មើគ្នានឹងព្រះបិតាហើយខ្ញុំមិនសុខចិត្តចោលការនោះសោះខ្ញុំមិនសុខចិត្តបន្ទាបខ្លួនតទៅសោះផ្ទុយទៅវិញថាទោះបើព្រះយេស៊ូវគ្រីស្ទស្មើគ្នានឹងព្រះបិតាព្រះអង្គមិនខ្លាចលះចោលកន្លែងនោះដែលស្មើគ្នានឹងព្រះបិតាមិនខ្លាចចោលតតែសោះធម្មតាបើយើងគិតតាមបែបដែលយើងជាមនុស្សនោះហើយយើងគិតថាកូនឪពុកនិងកូនមួយខ្ពស់មួយទាបជាការធម្មតាយើងមិនដែលថាកូននិងឪពុកស្មើគ្នាទេយើងត្រូវតែដាក់ឪពុកនិងកូនហ្នឹងបានត្រូវហើយប៉ុន្តែខាងព្រះនេះខុសបើយើងដាក់មួយខ្ពស់មួយទាបនោះយើងខុសហើយពីព្រោះគម្ពីរបញ្ជាក់យ៉ាងច្បាស់លាស់ថាព្រះរាជបុត្រាស្មើគ្នានឹងព្រះបិតា
អត់អន់ជាងឬទូចជាងឬមានសមត្ថភាពតិចជាងស្មើគ្នានឹងព្រះបិតាស្មើគ្នាពេលណាដែលព្រះអង្គស្មើគ្នាព្រះយេស៊ូវគ្រីស្ទស្មើគ្នានឹងព្រះបិតាពេលណាពីអស់កាលរៀងមកហើយមុនដែលព្រះអង្គបានបង្កើតផ្ទៃមេឃនិងផែនដីពីយើងមិនទាន់មានពេលវេលាសោះពេលនោះពីព្រោះមិនទាន់មានព្រះអាទិត្យផងតែយើងរាប់ប្រហែលឆ្នាំបានទេពីព្រោះគ្មានព្រះអាទិត្យផងមុននោះទៀតមុនដែលមានព្រះអាទិត្យមុនដែលព្រះអង្គបានបង្កើតស្អីមកនោះមានព្រះហើយព្រះរាជបុត្រានិងព្រះយេស៊ូវព្រះរាជបុត្រនិងព្រះបិតាស្មើគ្នានឹងអាចនឹងបន្ថែមព្រះវិញ្ញាណបរិសុទ្ធបានដែរពីព្រោះទាំងអស់នោះសពតែស្មើគ្នាជាព្រះតែមួយខគម្ពីរនេះបញ្ជាក់នោះព្រះអង្គព្រះយេស៊ូវគ្រីស្ទស្មើគ្នានឹងព្រះបិតាពិតប្រាកដមែនប៉ុន្តែគម្ពីរប្រាប់រឿងមួយទៀតប្រាប់ថាក្នុងខ7នោះគឺទ្រង់បានលះបង់ព្រះអង្គទ្រង់មកយករូបភាពជាបាល់បំរើវិញឃើញទេគឺព្រះយេស៊ូវនោះហើយដែលសុខចិត្តលះចោលការខ្លះដើម្បីឲ្យធ្វើជាបាល់បំរើរបស់ព្រះបិតាបានព្រមទាំងប្រសូតមកតាមរូបជាមនុស្សផងអរគុណព្រះអង្គមែនតើនៅកន្លែងនេះខ្ញុំឃើញថាព្រះអង្គសុខចិត្តចោលគេឈ្មោះរបស់ព្រះអង្គដែរព្រះអង្គចោលទៅដើម្បីឲ្យធ្វើជាអ្នកបម្រើបានពីព្រោះអ្នកបម្រើអត់មានគេឈ្មោះទេអត់មានទេយើងដែរសួរទេអ្នកបម្រើនោះយើងមិនសូវសួរថាឪពុកឈ្មោះអីនោះមកពីណានៅជីតានៃណាស្អីនេះយើងមិនសូវសួរទេមើលគម្ពីរនោះយើងមានម៉ាថាយលោកម៉ាថាយបានសរសេរដំណឹងល្អដើម្បីឲ្យសម្ដែងថាព្រះយេស៊ូវគ្រីស្ទជាស្ដេចប៉ុន្តែគោលបំណងរបស់ម៉ាកុសនោះផ្សេងដំណឹងល្អម៉ាកុសនោះគាត់សម្ដែងថាព្រះយេស៊ូវជាអ្នកបម្រើបានជាតើក្នុងម៉ាកុសយើងឃើញចំពុក1ចំពុក2ថាហើយព្រះយេស៊ូវមានមាតារបស់ព្រះយេស៊ូវឈ្មោះអីឬកើតនៅភូមិណាឬញាតិសន្តានអ្នកណាទេអត់មានសោះពីព្រោះសម្រាប់អ្នកបម្រើយើងចង់បានតែមួយរឿងទេធ្វើការអីខ្លះចេះធ្វើអីខ្លះឲ្យធ្វើចោះអ្នកបម្រើយើងចង់ឃើញការដែលអាចធ្វើបានតែប៉ុណ្្នឹងទេហើយម៉ាកុសនោះយើងឃើញចំពុក1អស់មកចំពុកហើយព្រះអង្គបានប្រោសប្រមាណអ្នកឲ្យជាហើយព្រះអង្គបានធ្វើនេះធ្វើនោះហើយអស់ទាំងអស់នៅក្នុងចំពុក1ហើយអត់និយាយពីញាតិសន្តានស្អីទេគឺនិយាយអំពីការធ្វើនោះពីព្រោះជាអ្នកបម្រើរបស់ព្រះបិតាហើយព្រះយេស៊ូវគ្រីស្ទបានធ្វើទាំងអស់នោះស្ម័គ្រពីចិត្តអត់មានអ្នកណាបង្ខំតលតែសោះមានការដែលត្រូវតែធ្វើហើយធ្វើមែនអត់គិតពីគេឈ្មោះតលតែសោះយើងទាំងអស់គ្នាថាអូព្រះអង្គអើយខ្ញុំចង់ធ្វើជាអ្នកបម្រើផងប៉ុន្តែច្រើនដងយើងនៅតែគិតពីគេឈ្មោះយើងនៅតែគិតពីអ្វីដែលគេសរសើរយើងបន្តិចបន្តួចផងត្រូវទេប៉ុន្តែបើយើងចង់ធ្វើជាអ្នកបម្រើសូមឲ្យយើងយកព្រះយេស៊ូវជាគំរូដែលព្រះអង្គបោះចោលទាំងអស់ហើយថាឥឡូវខ្ញុំនឹងមកហើយខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះបិតាពិតប្រាកដមែនទី2ឥឡូវយើងបានឃើញថាព្រះអង្គធ្វើស្ម័គ្រពីចិត្តហើយទី2ព្រះយេស៊ូវបានធ្វើតាមប្រហារតីរបស់ព្រះបិតាព្រះយេស៊ូវបានធ្វើតាមប្រហារតីរបស់ព្រះបិតាគ្រប់ចំពុកនេះមានន័យយ៉ាងម៉េចទេធ្វើតាមប្រហារតីរបស់ព្រះមានន័យថាចង់ឲ្យព្រះបិតាពេញចិត្តនឹងទ្រង់ដូចជាញញឹមដាក់ទ្រង់ជានិច្ចសប្បាយនឹងការអ្វីដែលព្រះយេស៊ូវធ្វើសប្បាយមែនតើ
ត្រូវទេហើយយើងឃើញថាព្រះយេស៊ូវចាស់តែធ្វើមែនបែបនោះមែនព្រះយេស៊ូវជ្រាបហើយថាខ្ញុំជាអ្នកបម្រើហើយដូច្នេះខ្ញុំត្រូវតែបំពេញចិត្តព្រះវរបិតាជាម៉េចព្រះអង្គព្រះវរបិតាចង់បានអ្វីខ្ញុំធ្វើតាមខ្ញុំធ្វើតាមភ្លាមមានមួយពេលព្រះយេស៊ូវដូចជាបើកចិត្តបន្តិចដើម្បីឲ្យពួកផារ៉ាស៊ីឃើញអំពីចិត្តរបស់ទ្រង់ដែលទ្រង់ជាអ្នកបម្រើរបស់ព្រះវរបិតាបងប្អូនមិនដឹងថាបងប្អូនចង់ដាក់ម្រាមដែរមួយនៅភីលីបពីពួកយើងនឹងមកវិញពេលក្រោយឬបើស្រួលរកចោលក៏បានដែរប្រហែលខ្ញុំចោលទៅពីព្រោះខ្ញុំទៅតែប្រើដៃខ្ញុំធ្វើកាយវិការនោះតិចប៉ុន្តែយូហានជំពូក8យូហានជំពូក8ទំព័រ1378គឺត្រូវនឹងយូហានជំពូក8ខ28និង29នៅក្នុង2ខនោះយើងឃើញថាព្រះអង្គបញ្ជាក់ពីការដែលព្រះយេស៊ូវគ្រីស្ទធ្វើជាអ្នកបម្រើដែលចង់ពេញចិត្តព្រះវរបិតាជានិច្ចយូហានជំពូក8ខ28ដូច្នេះព្រះយេស៊ូវមានបន្ទូលថាកាលអ្នករាល់គ្នាបានលើកកូនមនុស្សគឺព្រះយេស៊ូវលើកកូនមនុស្សឡើងនោះទើបនឹងដឹងថាគឺខ្ញុំនេះហើយជាព្រះនឹងច្បាស់លាស់មែនហើយថាលើសូមស្ដាប់គ្នានេះខ្ញុំមិនធ្វើការអ្វីដោយអាងខ្លួនខ្ញុំអ្នកណាថាគឺព្រះរាជបុត្រានៃព្រះដែលបានមកកើតផ្ទៃមេឃនិងផែនដីព្រះអង្គមានបន្ទូលថាខ្ញុំមិនធ្វើការអ្វីដោយអាងខ្លួនខ្ញុំគឺខ្ញុំនិយាយសេចក្តីទាំងនេះតាមដែលព្រះវរបិតាបានបង្រៀនខ្ញុំវិញហើយខ្ញុំស្ដាប់រឿងនោះខ្ញុំថាប្រហែលដងដែលយើងទាំងអស់គ្នាខ្ញុំផងហ៊ាននិយាយរឿងផ្សេងដែលព្រះអង្គអត់បានបង្រៀនខ្ញុំសោះខ្ញុំស្មានថាខ្ញុំរៀនខ្លួនឯងហ្នឹងហើយខ្ញុំហ៊ាននិយាយដូចជាហ៊ានបង្រៀនគេណារឿងផ្សេងដែលព្រះអង្គអត់បានបង្រៀនខ្ញុំសោះណានោះគួរខ្លាចបើធ្វើអញ្ចឹងនេះដូចជាអាងខ្លួនវិញប៉ុន្តែយើងថាអូព្រះអង្គខ្ញុំចង់ធ្វើជាអ្នកបម្រើរបស់ព្រះអង្គប៉ុន្តែយើងអត់ធ្វើតាមព្រះអង្គមិនហ៊ាននិយាយអ្វីតតែព្រះវរបិតាបានប្រាប់នោះប្រាប់គេទៀតប្រសិនជាព្រះយេស៊ូវគ្រីស្ទដែលជាព្រះរាជបុត្រានៃព្រះត្រូវតែធ្វើអញ្ចឹងហេតុអ្វីយើងទាំងអស់គ្នាតែជឿក្រោយតែជាមនុស្សទៅទេហ៊ានថាមិនបាច់ខ្ញុំចាស់គ្រាន់បើហើយខ្ញុំធ្វើកើតហើយយើងធំកើតហើយនេះខ្ញុំចង់បាត់មាត់ជាងទាំងអស់គ្នាខ្ញុំចង់ឲ្យយើងស្ដាប់ព្រះសូរសៀងរបស់ព្រះវិញដើម្បីឲ្យយើងនិយាយដោយមានអំណាចពីព្រោះគេចេះតែឆ្ងល់កាលព្រះអង្គមានបន្ទូលបង្រៀនគេថាហ៎អ្នកណានេះខ្ញុំស្មានថាកូនយូសែបនោះជាអ្នកជាជាងឈើពីណាសារ៉េតនោះដូចជាពួកពាក្យពូកែណាគេឆ្ងល់ពីអំណាចរបស់ព្រះយេស៊ូវគេឆ្ងល់ត្រូវហើយហេតុអ្វីពីព្រោះព្រះយេស៊ូវមានបន្ទូលថាខ្ញុំអត់អាងខ្លួនសោះគឺអ្វីដែលព្រះវរបិតាប្រាប់ខ្ញុំនោះខ្ញុំចែកដល់បងប្អូននេះជាហេតុដែលមានអំណាចព្រះចេស្តាសូមឲ្យយើងអានខ29ផងព្រះអង្គនោះព្រះយេស៊ូវមានបន្ទូលតទៅទៀតព្រះអង្គនោះគឺព្រះវរបិតាតែចាត់ឲ្យខ្ញុំមកក៏គង់ជាមួយនឹងខ្ញុំទ្រង់មិនទុកឲ្យខ្ញុំនៅតែឯងទេពីព្រោះខ្ញុំចេះតែធ្វើការដែលគប់ដល់ព្រះハរតីទ្រង់ជាដរាបខ្ញុំពេញចិត្តព្រះវរបិតាគ្រានោះអស្ចារ្យមែនតើដែលព្រះអង្គអត់ទុកចិត្តនឹងខ្លួនតតែសោះប៉ុន្តែព្រះអង្គចង់បំពេញចិត្តព្រះវរបិតាជានិច្ចពីព្រោះជាអ្នកបម្រើបានបន្ទាបខ្លួនហើយជាអ្នកបម្រើរបស់ព្រះវរបិតាតែយើងអាចនឹងសួរថាតើខ្ញុំបើសិនជាខ្ញុំចង់ពេញចិត្តព្រះវរបិតាតើ
គួរនឹងធ្វើអ្វីខ្លះតើប្រហែលខ្ញុំអត់ដឹងថាអ្វីនាំឲ្យព្រះអង្គសប្បាយទេខ្ញុំអត់ដឹងទេតើយើងធ្វើអីដើម្បីឲ្យយើងអាចនឹងដឹងថាព្រះអង្គចូលចិត្តអ្វីខ្លះបងប្អូនសូមបើកមើលអេភេសូតថ្ងៃនេះខ្ញុំឲ្យខគម្ពីរច្រើនបន្តិចពីព្រោះខ្ញុំចង់ឲ្យបងប្អូនដឹងថាខ្ញុំអធិប្បាយពីព្រះបន្ទូលមិនមែនកំណត់ខ្ញុំខ្លួនឯងអេភេសូជំពូក5ទំព័រ1517 អេភេសូជំពូក5ខ10នៅខាងក្រោមបំផុតនៅទំព័រនោះខ10អេភេសូជំពូក5ខ10ចូលលោមើលឲ្យដឹងសេចក្តីអ្វីដែលព្រះអម្ចាស់ទ្រង់សពប្រហារតីចោះចូលលោមើលឲ្យដឹងថាព្រះអង្គចូលចិត្តអ្វីមិនចូលចិត្តអ្វីចូលលោមើលឲ្យដឹងแล้วខ្ញុំចង់យកឧទាហរណ៍ខ្លះមួយឧបមាខ្ញុំថាឥឡូវខ្ញុំចង់សម្រេចចិត្តនឹងដឹងថាតើប្រពន្ធខ្ញុំចូលចិត្តអ្វីខ្លះបានជាខ្ញុំថាឥឡូវខ្ញុំចង់ពេញចិត្តប្រពន្ធខ្ញុំប្រហែលប្តីតអស់គ្នាថាហ្នឹងត្រូវហើយខ្ញុំចង់ធ្វើអញ្ចឹងផងណាខ្ញុំសង្ឃឹមអញ្ចឹងហើយហើយថាខ្ញុំចង់ពេញចិត្តប្រពន្ធខ្ញុំឥឡូវខ្ញុំធ្វើអីហ្នឹងមួយហើយខ្ញុំត្រូវតែស្ដាប់គាត់មិនបាច់ថាស្ដាប់តាមរាល់តែដងទេបងតែខ្ញុំត្រូវតែស្ដាប់គាត់ពីព្រោះច្រើនដងខ្ញុំឈរស្ដាប់គាត់ហើយខ្ញុំទៅមើលផ្នែកគាត់ទេខ្ញុំដូចជាមើលបង្អួចហើយគាត់ដឹងថាបន្តិចទៀតគាត់ចង់បើកឡានទៅវាហើយឬអីនោះមិនសូវគិតពីគាត់សោះប៉ុន្តែខ្ញុំនៅតែថាទៅហើយប៉ុន្តែខ្ញុំមិនសូវលឺអីទេអាហ្នឹងមិនស្គាល់ចិត្តបានទេបើគាត់ថាមិនតែអត់ដឹងថាគាត់និយាយរឿងអីទេហ្នឹងអត់ស្គាល់ចិត្តគាត់សោះឬបើសិនជាខ្ញុំបានសម្រេចចិត្តពីមុនហើយថាខ្ញុំនឹងធ្វើនេះគាត់និយាយចោះប៉ុន្តែខ្ញុំអត់ធ្វើទេហ្នឹងមិនថាចង់បំពេញចិត្តគាត់ដែរត្រូវតែស្ដាប់គាត់ហើយថ្លឹងមើលលោមើលថាមានសំហេតុសំផលឬទេនឹងត្រូវតែស្ដាប់ផងដើម្បីឲ្យពេញចិត្តប្រពន្ធផងហើយប្រពន្ធទាំងអស់គ្នាត្រូវតែធ្វើបែបនោះនឹងប្តីផងពិតប្រាកដមែនយើងត្រូវតែស្គាល់ចិត្តគ្នាដើម្បីឲ្យដឹងថាយើងចូលចិត្តអ្វីមិនចូលចិត្តអ្វីស្គាល់ចិត្តដូចជាបើមានអ្នកថ្មីមកអធិប្បាយនៅកន្លែងនេះឧបមាខ្ញុំហៅចាំងវាំងខ្ញុំ Monsieur Dux ហើយបងប្អូនខ្លះស្គាល់ហើយមកកន្លែងនេះហើយថាឥឡូវខ្ញុំនឹងហៅគាត់ទៅបាយនៅផ្ទះខ្ញុំថ្ងៃពុធហើយបងប្អូនថាខ្ញុំទៅស្គាល់គាត់ទេហើយខ្ញុំចង់ពេញចិត្តគាត់តើគាត់ចូលចិត្តមហូបខ្មែរដែរឬយ៉ាងម៉េចទៅហើយនឹងសួរទៅវិញមកពីព្រោះមិនទាន់ស្គាល់គាត់សោះចង់ឲ្យគាត់ប៉ុន្តែមិនទាន់ដឹងមិនទាន់ស្គាល់គាត់សោះតែសម្រាប់ខ្ញុំហ្នឹងស្គាល់ខ្ញុំយូរហើយដឹងថាធ្វើស្លាប់មន់ហ្នឹងខ្ញុំសប្បាយហើយបាទវាស្គាល់ខ្ញុំយូរហើយបាទអត់មានបញ្ហាទេប៉ុន្តែត្រូវតែស្គាល់ចាត់គ្នាហ្នឹងហើយយើងទាំងអស់គ្នាថាខ្ញុំអត់ដឹងថាព្រះអង្គចូលចិត្តអ្វីទេត្រូវតែលោកមើលឲ្យដឹងឲ្យស្គាល់ចិត្តព្រះវរបិតាហើយព្រះយេស៊ូវដូចជាស្គាល់ចិត្តរបស់ព្រះវរបិតាហើយធ្វើទាំងអស់តែព្រះអង្គចាត់អនុញ្ញាមថាត្រូវហើយពីរដងបានឮសំឡេងពីលើមេឃមួយនៅលើភ្នំម្ដងនៅលើភ្នំកាលយ៉ាកុបយ៉ូហានពេត្រុសនៅជាមួយនឹងព្រះអង្គម្ដងទៀតកាលព្រះអង្គទទួលបុណ្យជាមួយទឹកអនឮសំឡេងពីព្រះអង្គថានេះហើយជាកូនស្ងួនភ្ងារបស់ខ្ញុំដែលខ្ញុំពេញចិត្តនឹងទ្រង់ត្រូវហើយព្រះវរបិតាពេញចិត្តហើយព្រះយេស៊ូវហ៊ានថាខ្ញុំធ្វើតែអ្វីដែលនាំឲ្យព្រះអង្គព្រះវរបិតាពេញចិត្តយើងទាំងអស់គ្នាត្រូវតែលោមើលឲ្យដឹងផងថាតើព្រះអង្គចូលចិត្តអ្វីមិនចូលចិត្តអ្វីខ្ញុំដឹងយ៉ាងតិច4យ៉ាងដែលយើងអាចនឹងធ្វើដើម្បីឲ្យដឹងមួយ
យើងមើលគម្ពីរពីព្រោះព្រះអង្គបានកត់ខកជាច្រើនមែនតើហើយព្រះអង្គមានបន្ទូលថាខ្ញុំចូលចិត្តនេះមិនចូលចិត្តនេះហើយយើងមើលក្នុងគម្ពីរយើងឆាប់ស្គាល់ចិត្តរបស់ព្រះវរបិតាហើយទី2គឺក្នុងពេលដែលយើងស្ដាប់ព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធតើយើងមានព្រះវិញ្ញាណបរិសុទ្ធនៅទេយើងទាំងអស់គ្នាដែលជឿព្រះអង្គមានព្រះវិញ្ញាណបរិសុទ្ធប្រហែលបងប្អូនខ្លះថាខ្ញុំមិនទាន់ដឹងច្បាស់ថាខ្ញុំបានពេញនឹងព្រះវិញ្ញាណបរិសុទ្ធចង់ណាស់ប៉ុន្តែមិនទាន់ដឹងប្រកបទេនេះជារឿងមួយផ្សេងហើយខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងដឹងថាជាពេញផងនឹងព្រះវិញ្ញាណបរិសុទ្ធប៉ុន្តែយើងមានព្រះវិញ្ញាណបរិសុទ្ធហើយព្រះវិញ្ញាណបរិសុទ្ធក៏ជួយយើងឲ្យដឹងថាតើព្រះវរបិតាចូលចិត្តអ្វីមិនចូលចិត្តអ្វីបើយើងទៅកន្លែងណាមួយយើងគាត់តែទៅកន្លែងនោះទៅតែផ្លែដូចជាអត់ស្រួលក្នុងចិត្តភ្លាមដូចជាថាពិបាកនាំព្រះអង្គទៅជាមួយខ្ញុំដែរប្រហែលព្រះអង្គអាចបានមកពីព្រោះខ្ញុំទៅតែម្នាក់ឯងដូចជាដឹងភ្លាមអ្នកណាប្រាប់តើមានគ្រូណាមួយដើរជាមួយប្រាប់ទេអត់ទេព្រះវិញ្ញាណនៅក្នុងយើងនៅក្នុងខ្លួនយើងប្រាប់ហើយយើងដឹងដោយមានសុខនៅក្នុងចិត្តឬខ្វល់ខ្វាយនៅក្នុងចិត្តដោយសារអ្វីដែលយើងនិយាយឬធ្វើព្រះវិញ្ញាណបរិសុទ្ធនេះជាទី2ទី1ព្រះបន្ទូលព្រះអង្គប្រាប់ច្បាស់ព្រះវិញ្ញាណបរិសុទ្ធប្រាប់យើងផងទី3យើងអាចនឹងលោមើលបានដោយសារពុកជំនុំប្រហែលខ្ញុំហ៊ានថាបើចង់សួរពុកជំនុំគួរសួរខ្លះតែស្គាល់ព្រះអង្គល្អហើយមិនមែនទៅសួរអ្នកណាដែលទុកបានថ្វាយខ្លួនតែទឹកមុនត្រូវទេបើមិនទាន់ស្គាល់ព្រះអង្គច្បាស់លាស់ខ្លួនឯងមិនអាចនឹងជួយកំណត់ច្រើនប្រមាណទេពីព្រោះទុកបានកើតថ្មីសួរអ្នកណាដែលស្គាល់ព្រះអង្គខ្លះហើយដែលបានដើរជាមួយនឹងព្រះអង្គខ្លះហើយដែលមានការពិសោធន៍ខ្លះជាមួយនឹងព្រះអង្គហើយសួរបងប្អូនទៅពីព្រោះច្រើនដងព្រះអង្គប្រើពុកជំនុំពីព្រោះអ្វីពីព្រោះយើងជាអវយវៈរបស់រូបកាយព្រះគ្រីស្ទហើយជួនកាលបើដៃនេះត្រូវការជំនួយប្រហែលទទួលជំនួយពីដៃនេះពីព្រោះខ្ញុំចង់លើកគម្ពីរនេះឡើងលើកមួយទេតើតែមានដៃពីរនឹងស្រួលបើជាបងប្អូនយើងអាចនឹងជួយកំណត់ដើម្បីឲ្យដឹងថាព្រះអង្គចូលចិត្តនេះមិនចូលចិត្តនេះផងសួរបងប្អូនទៅហើយប្រហែលមួយទៀតយើងអាចនឹងសួរថាតើការដែលខ្ញុំធ្វើពាក្យសម្ដីដែលខ្ញុំនិយាយគំនិតដែលខ្ញុំមានតើពាក្យនោះការនោះគំនិតនោះលើកសរសើរព្រះឬលើកខ្ញុំឡើងខ្ញុំបានគិតពីយ៉ូហានបាទីសដែលយ៉ូហាននិយាយថាខ្ញុំត្រូវតែចោះទៅប៉ុន្តែព្រះអង្គត្រូវតែចម្រើនឡើងយើងត្រូវតែមានគំនិតបែបនោះអ្នកបម្រើរបស់ព្រះអង្គបើចង់ដឹងថាតើអ្វីនាំឲ្យព្រះអង្គពេញប្រហារតីយើងសួរថាតើខ្ញុំសម្ដែងខ្លួនឯងដើម្បីឲ្យគេសម្លឹងមើលខ្ញុំឬគេមើលព្រះអង្គសួរចិត្តឲ្យឆាប់ដឹងនឹងយើងអាចនឹងលោមើលឲ្យដឹងថាអ្វីនាំឲ្យព្រះអង្គពេញចិត្តឬមិនពេញចិត្តអ្នកបម្រើរបស់ព្រះអង្គចេះតែចង់បំពេញចិត្តព្រះអង្គឥឡូវខ្ញុំទៅទៀតទី3ព្រះយេស៊ូវគ្រីស្ទស្អប់អំពើបាបហើយមិនដែលធ្វើសោះព្រះយេស៊ូវស្អប់បាបហើយមិនដែលធ្វើមិនដែលប្រព្រឹត្តតតែសោះមានន័យថាព្រះអង្គធ្វើជាគំរូគ្រប់លក្ខត្រូវទេគ្រប់លក្ខគ្មានអ្នកណាអាចនឹងចោទព្រះអង្គបានថាធ្វើខុសបើគេចោទព្រះអង្គបែបនោះបន្តិចទៀតគេឃើញតែគេច្រឡំពីព្រោះព្រះអង្គអត់បានធ្វើខុសតតែសោះពិបាកឲ្យយើងគិតពីអ្នកណាដែលដើរនៅលើផែនដីនេះដែលមិនដែលបានធ្វើខុសសោះដែលមិនដែលបានមានគំនិតអាក្រក់តតែសោះមិនដែលទេព្រះយេស៊ូវមិនបាច់សូមទោសព្រះវរបិតាម្ដងមិនបាច់ទេមិនបាច់លន់តួ
សូមដៃបីតែម្ដងមិនបាច់លន់តួសោះមិនបាច់សូមទោសម៉ារីពីព្រោះចាស់តែធ្វើត្រូវចាស់តែធ្វើត្រូវនេះជាព្រះយេស៊ូវគ្រីស្ទដែលបានរស់បែបនោះហើយប្រហែលបងប្អូនថាអូប្រហែលព្រះបិតាបានរៀបចំជីវិតរបស់ព្រះយេស៊ូវស្រួលបន្តិចប្រហែលដូចជាការពារព្រះយេស៊ូវពីអស់ទាំងសេចក្តីល្បួងដែលខ្ញុំមានហើយបើសិនជាខ្ញុំអត់មានអស់ទាំងសេចក្តីល្បួងប្រហែលខ្ញុំក៏អត់ដួលដូចខ្ញុំចាត់តែដួលរាល់ថ្ងៃណាបាត់ធូរជាងបន្តិចណាប៉ុន្តែនោះច្រឡំខ្ញុំមានខគម្ពីរខ្លះដែលខ្ញុំសូមអានពីហេព្រើរចំពុក4ហេព្រើរចំពុក4សូមបើកមើល1556ប៉ុន្តែខ្ញុំបានរក3ខនៅក្នុងហេព្រើរបានជាការបើកម្ដងហើយសូមកុំបាត់ភ្លាមណាហេព្រើរចំពុក4ខ15ហើយប្រហែលខ្ញុំអានតែពាក់កណ្ដាលខអានពីពាក្យថាព្រោះឃើញទេនៅកណ្ដាលខ15ព្រោះទ្រង់ហើយបើនិយាយពីទ្រង់នោះសូមយល់ថានិយាយអំពីព្រះយេស៊ូវគ្រីស្ទហេព្រើរចំពុក4ខ15នៅពាក់កណ្ដាលខព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាងដូចជាយើងរាល់គ្នាដែរតែអត់ធ្វើបាបឡើយឃើញទេច្បាស់មែនតើកុំឲ្យយើងចោលព្រះអង្គថាអូព្រះអង្គមានសេចក្តីល្បួងតែតិចទេប្រហែលថា3ដងនោះក្នុងទីរហោស្ថានតែប៉ុណ្្នឹងទេយាមមានរាល់ថ្ងៃទេក៏ខគម្ពីរនេះថាព្រះអង្គមានសេចក្តីល្បួងដូចយើងទាំងអស់គ្នាដែរគ្រប់យ៉ាងតែព្រះអង្គអត់បានចាញ់ពីព្រោះជួនកាលយើងថាព្រះអង្គឲ្យខ្ញុំរកល្បួងខ្ញុំទៀតល្បួងមិនមែនបាបទេបើសេចក្តីល្បួងបាបនោះព្រះអង្គបានធ្វើបាបគ្រប់យ៉ាងទេសេចក្តីល្បួងមិនមែនបាបទេគឺចាញ់សេចក្តីល្បួងបាបធ្វើតាមដួលកន្លែងនោះបាបប៉ុន្តែមិនមែនមានសេចក្តីល្បួងគ្រប់គ្នាមានសេចក្តីល្បួងប៉ុន្តែមិនបាច់ធ្វើតាមបើយើងពឹងអំណាចរបស់ព្រះដូចព្រះយេស៊ូវគ្រីស្ទចេះតែពឹងអំណាចរបស់ព្រះបិតាដូចគ្នាដែរអត់អាងខ្លួនសោះអត់ថាអូខ្ញុំមាំហើយខ្ញុំព្រះរាជពុត្រានៃព្រះអត់ទេថាខ្ញុំពឹងតែព្រះបិតាឲ្យឈ្នះបានព្រះអង្គត្រូវសេចក្តីល្បួងគ្រប់យ៉ាងដូចយើងទាំងអស់គ្នាដែរតែអត់បានធ្វើបាបទាល់តែសោះនេះហើយហេព្រើរចំពុក4ខ15ខ្ញុំសូមបន្ថែមថារឿងមួយដែលព្រះអង្គបានធ្វើគឺថាព្រះអង្គមិនដែលលេងនឹងបាបច្រើនដងដែលយើងដួលដែលយើងចាញ់សេចក្តីល្បួងមកពីយើងលេងមានសេចក្តីល្បួងណាមកដល់ហើយយើងឃើញទេមកដល់ហើយគួរឲ្យយើងបោះចោលភ្លាមគួរឲ្យយើងរត់ឆ្ងាយពីរឿងនោះប៉ុន្តែផ្ទុយទៅវិញយើងថាស្អីគេនោះអូចឹងហ៎អូមិនដែលឃើញចឹងហ៎ហើយយើងលេងមកតិចលេងនឹងអំពបាបនោះបន្តិចទៀតយើងចាញ់ទៅព្រះយេស៊ូវមិនដែលលេងបើឃើញថាខុសហើយឈប់ភ្លាមចោលទៅសូមឲ្យយើងរៀនពីព្រះអង្គពីរឿងនោះព្រះអង្គស្អប់អំពើបាបសូមថយ2សន្លឹក1 2ហេព្រើរចំពុក1 2សន្លឹកហេព្រើរចំពុក1ខ9ទ្រង់គឺព្រះយេស៊ូវទៀតទ្រង់បានស្រឡាញ់សេចក្តីសុចរិតអូល្អណាស់ហើយស្អប់ហើយយើងចង់ឆ្ងល់បើឈប់ត្រឹមនឹងយើងថាចុះព្រះយេស៊ូវចេះស្អប់អូខ្ញុំអត់ដឹងទេដូចជាអាក្រក់ណាព្រះអង្គស្អប់
ទេមែនទេបងប្អូនមិនមែនទេសូមមើលតទៅទៀតទ្រង់បានស្រឡាញ់សេចក្តីសុចរិតហើយស្អប់អីមិនមនុស្សទេស្អប់ការតន្ទឹងច្បាប់ព្រះអង្គស្អប់អំពើបាបអូបងប្អូនបើសិនជាយើងចេះស្អប់អំពើបាបមែនតើនោះយើងអត់លេងនឹងបាបតលតែសោះយើងស្គាល់ថាជាបាបហើយយើងបោះចោលភ្លាមសូមឲ្យយើងរៀនពីព្រោះនេះជាមេរៀនដែលយើងក្ររៀនមែនតើខ្ញុំដូចបងប្អូនដែរគួរឲ្យយើងរៀនឲ្យស្រឡាញ់អ្វីដែលព្រះអង្គស្រឡាញ់ហើយស្អប់អ្វីដែលព្រះអង្គស្អប់រៀនពីព្រះអង្គទៅព្រះយេស៊ូវស្អប់អំពើបាបនោះមែនតើស្អប់មែនតើទ្រាំបានមិនចង់ប៉ះពាល់សោះមនុស្សមានបាបព្រះអង្គទទួលដើម្បីអត់ទោសគេបើតែអំពើបាបនោះព្រះអង្គស្អប់មិនចង់ប៉ះពាល់ណាអំពើបាបបាទយើងត្រូវរៀនពីព្រះអង្គនៅកន្លែងនោះទី4ព្រះយេស៊ូវស្ដាប់បង្គាប់រហូតដល់ស្លាប់មរណភាពព្រះយេស៊ូវស្ដាប់បង្គាប់បងប្អូនមានខមួយទៀតនៅហេព្រើរដែលនាំឲ្យខ្ញុំដូចជាផ្លែកចិត្តបន្តិចសូមបងប្អូនបើកហេព្រើរចំពុក5ខ8 1 2ស្លាប់ទៅមុខទៀតនឹងយើងឃើញចំពុក5ខ8ទំព័រ1556ចំពុក5ខ8ប្រហែលខគម្ពីរនេះនាំឲ្យបងប្អូនឆ្ងល់បន្តិចហើយទោះបើទ្រង់អ្នកណាព្រះយេស៊ូវជាព្រះរាជបុត្រាក៏ដោយគង់តែទ្រង់បានរៀនស្ដាប់បង្គាប់ហើយថារៀនស្ដាប់បង្គាប់នេះជាមិនសមដែររៀនស្ដាប់បង្គាប់ព្រះយេស៊ូវបានរៀនដូចជាចង់ឆ្ងល់នៅកន្លែងនោះព្រះយេស៊ូវបានរៀនស្ដាប់បង្គាប់ដោយសារអ្វីដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរបងប្អូនសូមយល់ថាជាការពិសោធន៍ថ្មីសម្រាប់ព្រះយេស៊ូវស្ដាប់បង្គាប់នៅឋានសួគ៌តើព្រះអង្គត្រូវតែស្ដាប់បង្គាប់អ្នកណាទេស្មើគ្នានឹងព្រះបិតាហើយមួយមិនមែនមួយចោះចូលនឹងមួយណាទេស្មើគ្នាតអស់នោះទាំងទេវតាតអស់នោះសុទ្ធតែស្ដាប់បង្គាប់ព្រះមិនមែនព្រះស្ដាប់បង្គាប់ទេវតាអីឬមនុស្សប៉ុន្តែឥឡូវយើងឃើញថាព្រះអង្គត្រូវតែរៀនស្ដាប់បង្គាប់រៀនដោយសារអ្វីដោយសារសេចក្តីលំបាកទាំងប៉ុន្មានដែលព្រះអង្គត្រូវតែមានដែរមិនដែលមានពីមុនដែរនៅឋានសួគ៌មិនដែលមានជាការពិសោធន៍ថ្មីសម្រាប់ព្រះអង្គប៉ុន្តែការអ្វីដែលព្រះបិតាប្រគល់ឲ្យព្រះយេស៊ូវចេះតែទទួលហើយរៀនទោះជារៀនឲ្យចេះស្ដាប់បង្គាប់យើងខុសគ្នាយើងកាលយើងរៀនយើងជួនកាលយើងរៀនជាប់ជួនកាលយើងរៀនធ្លាក់នឹងចេះតែមានចឹងហើយដោយកាលយើងចេះរៀនដើរនេះជួនកាលយើងដួលមុនសិនយើងមិនរៀនដើរទៅយើងត្រូវតែដួលប្រហែលដងសិនព្រះយេស៊ូវរៀនប៉ុន្តែមិនដែលដួលតតែសោះប៉ុន្តែត្រូវតែរៀនស្ដាប់បង្គាប់ប៉ុន្តែព្រះយេស៊ូវរៀនស្ដាប់បង្គាប់រហូតដល់ស្លាប់ឥឡូវយើងមកមើលភីលីបចំពុក2ម្ដងទៀតហើយចប់សេចក្តីអធិប្បាយនេះភីលីបចំពុក2ម្ដងទៀតពីព្រោះពីមុននោះខ្ញុំបាននិយាយតែពីរឿងដែលព្រះអង្គបន្ទាបអង្គទ្រង់1521ភីលីបចំពុក2ឥឡូវខ្ញុំសូមអានខ8ឡើងវិញហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នេះនោះក៏បន្ទាបអង្គទ្រង់ព្រះអង្គទ្រង់ទាំងចោះចូលស្ដាប់បង្គាប់រហូតដល់ទីមរណៈគឺទ្រង់ទទួលសគត់ជាប់លើឈើឆ្កាងផងតើបងប្អូនឃើញថាជាប់លើឈើឆ្កាងជារឿងទៀបថោកទេប្រសិនជាគេបានសម្លាប់ព្រះអង្គរបៀបផ្សេងនោះតើទៀបថោកដូចឈើឆ្កាងឬទេបងប្អូនជាប់លើឈើឆ្កាងជារបៀបដែលគេសម្លាប់មនុស្សដែលគេរាប់ថាទៀបថោកជាងគេ
រហូតដល់គេថាអ្នកណាដែលជាប់លើឈើបែបនោះមានបដាសាហើយអស់ទាំងបាបរបស់យើងបានធ្លាក់នៅលើព្រះយេស៊ូវគ្រីស្ទហេតុដូច្នេះព្រះយេស៊ូវត្រូវបណ្ដាសាមែនជាប់លើឈើឆ្កាងទៀបថោកជាងគេអត់មានស្អីទៀបថោកជាងនោះទៅទៀតហើយដែលគេគូររូបព្រះយេស៊ូវជាប់លើឈើឆ្កាងធម្មតាគេគូររូបនឹងគេបន្ថែមដូចជាកន្សែងមួយបន្តិចបាំងបន្តិចប៉ុន្តែបងប្អូនប្រសិនជាគេគូឲ្យត្រូវនឹងអត់មានកន្សែងគឺអាក្រាតហើយពីម្សិលមិញកាលបាននិយាយជាមួយនឹងសិស្សខ្លះអំពីព្រះបន្ទូលព្រះអង្គហើយឃើញថាថ្ងៃត្រង់ព្រះអាទិត្យឈប់បំភ្លឺហើយគឺថាងសត្វតែងងឹតពីម៉ោងថ្ងៃត្រង់ដល់ម៉ោង3ដូចជាព្រះអង្គព្រះបិតាទ្រាំទៀតមិនបានទេត្រូវតែដូចជាបាត់តអស់បន្តិចកុំឲ្យគេមើងងាយលក់លុយដល់ព្រះរាជបុត្រាដែលជាប់លើឈើឆ្កាងទៀតឲ្យងងឹតទៅកុំឲ្យគេមើលឃើញទៀតនោះហើយប៉ុន្តែព្រះយេស៊ូវទ្រាំតអស់ស្ដាប់បង្គាប់រហូតដល់មរណៈរហូតដល់សគត់លើកន្លែងដែលទៀបថោកជាងគេអត់មានកន្លែងទៀបថោកជាងឈើឆ្កាងតតែសោះព្រះអង្គទ្រាំតអស់សម្រាប់យើងខ្ញុំតអស់គ្នាប៉ុន្តែសូមមើលខ9ដោយហេតុនោះអូខ្ញុំចូលចាប់ខនេះដោយហេតុនោះតែព្រះអង្គទ្រាំតអស់សម្រាប់យើងតអស់គ្នាបានជាព្រះអវបិតាបានលើកទ្រង់ឡើងយ៉ាងខ្ពស់ហើយបានប្រទានឲ្យមាននាមតប្រសើរលើសជាងអស់ទាំងនាមផងដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវនោះឲ្យគ្របទាំងជង្គង់នៅឋានសួគ៌នៅផែនដីហើយនៅក្រោមផែនដីត្រូវលុតចោលហើយឲ្យគ្របទាំងអណ្ដាតបានថ្លែងប្រាប់ថាព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់អរព្រគុណព្រះអង្គសម្រាប់សេរីល្អដល់ព្រះវរបិតាអរគុណព្រះអង្គមែនទែនប៉ុន្តែយើងឃើញច្បាស់លាស់ថាព្រះយេស៊ូវសុខចិត្តធ្វើជាអ្នកបម្រើតែចាស់តែបំពេញព្រះハរតីរបស់ព្រះអង្គតែទ្រង់ស្អប់អពបាបខ្លាំងមែនទែនហើយយើងឃើញថាក្រោយព្រះអង្គស្ដាប់បង្គាប់ទ្រង់រហូតដល់សគត់លើឈើឆ្កាងប៉ុន្តែដោយសារនោះព្រះបិតាដែលឃើញដែលពេញចិត្តមែនទែននឹងព្រះរាជបុត្រាជាអ្នកបម្រើដល់គ្រប់លក្ខព្រះអង្គលើកព្រះបិតាបានលើកព្រះយេស៊ូវគ្រីស្ទឡើងយ៉ាងខ្ពស់ជាងគេអត់មានកន្លែងខ្ពស់ជាងកន្លែងរបស់ព្រះយេស៊ូវតលតែសោះអរព្រះគុណព្រះអង្គយើងអាចនឹងរៀនពីព្រះយេស៊ូវបានសេចក្តីអធិប្បាយទី3ហើយប្រហែលមានខ្លះថាខ្ញុំបានមកដែរបណ្ដៃដូចជាភ្លេចទី1ទី2ហើយមិនដឹងរឿងអីសោះខ្ញុំមិនដឹងទេប្រហែលខ្លះនៅតែចាំច្បាស់ប៉ុន្តែក្រែងលោមានបងប្អូនខ្លះបានភ្លេចពីទី1ទី2ខ្ញុំគ្រាន់តែរំលឹកពីទី1ទី2ពីព្រោះខ្ញុំឃើញថាជារបៀបដែលយើងរៀនមិនមែនឲ្យយើងយកមេរៀនមួយហើយបោះចោលដាក់ក្នុងទូទឹកកកក៏បានដែរប៉ុន្តែឲ្យយើងចេះតែសារឡើងវិញគិតឡើងវិញដើម្បីឲ្យបន្ថែមពីលើមិនមែនរៀនរឿងថ្មីមួយហើយបោះចោលមួយចាស់ទេមិនមែនចឹងប៉ុន្តែឲ្យយើងរៀនបន្ថែមហេតុដូច្នេះយើងត្រូវតែចាំរឿងចាស់ផងសេចក្តីអធិប្បាយទី1នោះខ្ញុំបានអធិប្បាយអំពីរឿងនេះថាយើងជារបស់ផងព្រះអង្គព្រះអង្គជាម្ចាស់របស់យើងរបស់ផងព្រះអង្គដោយសារព្រះអង្គបានបង្កើតយើងហើយទី2ដោយព្រោះព្រះអង្គបានប្រោសលោះយើងថែមទៀតហេតុដូច្នេះយើងជារបស់ផងព្រះអង្គ2ដងហើយប្រសិនជាបងប្អូនបានប្រគល់ជីវិតដល់ព្រះអង្គពិតប្រាកដទៀតនោះដូចជា3ដងទៀតជារបស់ព្រះអង្គមែនតែននេះ
សេចក្តីអធិប្បាយទី1ហើយកាលអធិប្បាយរួចហើយខ្ញុំឃើញថាមានបងប្អូនច្រើនបានឈរឡើងហើយប្រកាសឬបញ្ជាក់ថាពិតមែនខ្ញុំជារបស់ផងព្រះអង្គគ្រប់ទាំងអស់ជារបស់ផងព្រះអង្គសេចក្តីអធិប្បាយទី2នៅតែពីរឿងអ្នកបម្រើហើយបានមើលព្រះយេស៊ូវគ្រីស្ទជាអ្នកបម្រើមិនអាចនឹងថាល្អទេថាគ្រប់លក្ខរបស់ព្រះបិតាហើយយើងឃើញថាព្រះយេស៊ូវគ្រីស្ទស្ម័គ្រចិត្តគឺធ្វើជាអ្នកបម្រើព្រះអង្គព្រះបិតាស្ម័គ្រពីចិត្តដោយគ្មានអ្នកណាបង្ខំព្រះបិតាអត់បង្ខំហើយពួកទេវតាក៏អត់បង្ខំបានប៉ុន្តែអត់បានបង្ខំផងហើយឃើញទី2ថាព្រះយេស៊ូវគ្រីស្ទចេះតែធ្វើតាមប្រហារតីព្រះអង្គនាំឲ្យព្រះបិតាសប្បាយមែនទែនឮសំឡេងពីលើមេឃថានេះហើយជាកូនស្ងួនភ្ងារបស់ឯងអាហ្នឹងចូលស្ដាប់ទ្រង់ទី3យើងឃើញថាព្រះយេស៊ូវដែលធ្វើជាគំរូល្អលេខ1គ្រប់លក្ខគឺព្រះអង្គស្អប់អំពើបាបហើយបើយើងចង់រៀនពីព្រះអង្គយើងត្រូវតែធ្វើបែបនោះផងគាត់តែស្អប់អត់ស្រឡាញ់ស្អីទេមែនទេស្រឡាញ់សេចក្តីសុចរិតហើយស្អប់អំពើបាបហើយយើងឃើញមួយទៀតថាព្រះយេស៊ូវស្ដាប់បង្គាប់ព្រះបិតាចេះតែស្ដាប់បង្គាប់ត្រូវតែរៀនឲ្យស្ដាប់បង្គាប់ផងពីព្រោះពីមុននៅឋានសួគ៌ព្រះយេស៊ូវមិនបាច់ស្ដាប់អ្នកណាទេពីព្រោះស្មើគ្នានឹងព្រះបិតាមួយមិនមែនមួយពីលើមួយខាងក្រោមទេស្មើគ្នាប៉ុន្តែក្រោយទៀតដែលព្រះអង្គចោះចូលបន្ទាបអង្គទ្រង់ពេលនោះព្រះយេស៊ូវត្រូវតែរៀនពីរឿងមួយដែលមិនដែលរៀនពីមុនទេមិនដែលមានទេគឺពីរឿងស្ដាប់បង្គាប់ហើយព្រះយេស៊ូវសុខចិត្តស្ដាប់បង្គាប់រហូតដល់ជាប់លើឈើឆ្កាងធ្វើនឹងបាបយើងទាំងអស់គ្នានេះហើយជាគំរូល្អពីអ្នកបម្រើរបស់ព្រះបិតាប៉ុន្តែដែលយើងឃើញថាព្រះយេស៊ូវសគត់លើឈើឆ្កាងអូបងប្អូនសពថ្ងៃនេះព្រះអង្គរស់ឡើងវិញតើយើងគិតពីរឿងនោះព្រះអង្គរស់ឡើងវិញប្រសិនជាទៅមើលនៅផ្ទះខ្ញុំឬប្រសិនជាខ្ញុំពាក់ឈើឆ្កាងណាមួយនៅខ្លួនខ្ញុំណាបងប្អូនមិនដែលឃើញឈើឆ្កាងមួយដែលមានរូបព្រះយេស៊ូវជាប់នៅលើឈើឆ្កាងនៅផ្ទះខ្ញុំឬនៅខ្លួនខ្ញុំសោះហើយប្រហែលឆ្ងល់ថាហេតុអ្វីពីព្រោះខ្ញុំមិនចូលចិត្តគិតថាព្រះយេស៊ូវនៅតែស្លាប់ទេខ្ញុំចូលចិត្តឃើញឈើឆ្កាងមួយតទេគាត់ថាឈើឆ្កាងអត់មានរូបព្រះយេស៊ូវបិទខ្ញុំចូលចិត្តអញ្ចឹងជាងហេតុអ្វីពីព្រោះខ្ញុំនឹកពីពេលដែលព្រះអង្គរស់ឡើងវិញមិនមែនថាព្រះអង្គអូស្ដាយមែនតើព្រះអង្គនៅតែស្លាប់ព្រះអង្គមិនមែនស្លាប់ឥឡូវទេព្រះអង្គរស់ហេតុអ្វីយើងប្រជុំជាមួយគ្នាថ្ងៃអាទិត្យហេតុអ្វីអត់ធ្វើតាមក្រឹតវិន័យ10ប្រការថាចូលថ្វាយបង្គំព្រះអង្គនៅថ្ងៃសៅរ៍ថ្ងៃទី7ហេតុអ្វីពីព្រោះយើងបានផ្លាស់ប្ដូរចាប់តាំងពីពេលដែលព្រះអង្គរស់ឡើងវិញហើយរាល់ថ្ងៃអាទិត្យជាថ្ងៃដែលយើងប្រកាសថាព្រះយេស៊ូវគ្រីស្ទរស់ឡើងវិញរាល់អាទិត្យកាលយើងចូលមកយើងប្រកាសថានេះជាហេតុដែលយើងប្រជុំថ្ងៃនេះមិនមែនពីម្សិលមិញទេមិនមែនថ្ងៃសៅរ៍ទេយើងប្រជុំថ្ងៃអាទិត្យពីព្រោះព្រះអង្គរស់ឡើងវិញយើងមិនមែនក្រោមក្រឹតវិន័យដោយពួកម៉ូសេនិងតអស់ពួកអ៊ីស្រាអែលទៀតឡើយគឺយើងរួចពីក្រឹតវិន័យហើយនេះមិនមែនមានន័យថាយើងបោះចោលប៉ុន្តែមានន័យថាយើងបានសង្គ្រោះដោយសារព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទជាអំណោយទានរបស់ទ្រង់ហេតុដូច្នេះបងប្អូនប្រហែលគិតដូចខ្ញុំថាប្រហែលគួរឲ្យយើងច្រៀងបទខ្លីមួយទៀតមិនបាច់បើកសៀវភៅចម្រៀងហើយច្រៀងជាមួយខ្ញុំគឺសម្ដែងថាព្រះអង្គរស់ឡើងវិញហើយព្រះគ្រីស្ទទ្រង់រស់ឥឡូវយើងច្រៀងជាមួយគ្នាព្រះគ្រីស្ទទ្រង់រស់ព្រះអង្គរស់នៅសពថ្ងៃទ្រង់រស់ឡើងវិញហើយគង់ជាមួយ
នឹងខ្ញុំជាអចិន្ត្រៃយ៍ព្រះគ្រីស្ទទ្រង់រស់បានជាទ្រង់អាចសង្គ្រោះព្រះអង្គសង្គ្រោះនៅចិនของខ្ញុំអរពីព្រោះទ្រង់រស់សូមឲ្យយើងរួមចាត់អធិដ្ឋានអរព្រះគុណព្រះអង្គដែលព្រះអង្គមានប្រជញ្ញរស់ហើយយើងខ្ញុំទាំងអស់គ្នាប្រជុំជាមួយគ្នាថ្ងៃនេះដោយព្រោះព្រះអង្គរស់ព្រះអង្គមិនជាប់លើឈើឆ្កាងទៀតឡើយព្រះអង្គបានរស់ឡើងវិញហាឡេលូយ៉ាបានជាព្រះអង្គគង់ជាមួយយើងខ្ញុំទាំងអស់គ្នាព្រះអង្គបានប្រទានសេចក្តីសង្គ្រោះដល់យើងខ្ញុំទាំងអស់គ្នាឥឡូវនេះព្រះអង្គអើយសូមព្រះអង្គបើកចិត្តយើងទាំងអស់គ្នាទទួលព្រះបន្ទូលរបស់ព្រះអង្គសូមព្រះអង្គប៉ះពាល់បបោមាត់របស់ទូលបង្គំផងឲ្យចែកចាយព្រះបន្ទូលព្រះអង្គតាមដែលព្រះអង្គសពប្រហារតីទូលបង្គំសូមដោយព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនថ្ងៃនេះបងប្អូនយើងត្រូវតែគិតអំពីពេលវេលាអ្នកបម្រើនឹងពេលវេលារបស់យើងទាំងអស់គ្នាខ្ញុំដឹងថាច្រើនដងយើងច្រៀងបទមួយក្នុងសៀវភៅរបស់យើងដែលមានចំណងជើងថាគ្រប់ទាំងអស់ខ្ញុំថ្វាយត្រូវទេហើយខ្ញុំជឿថាបងប្អូនមិនមែនថាឥឡូវខ្ញុំនឹងខកព្រះអង្គមួយហើយខ្ញុំច្រៀងទៅគ្រប់ទាំងអស់ខ្ញុំថ្វាយមិនមែនតែអស់ទាំងអស់ទេគឺតែប្រហែល 80% ឬ 70% មិនដឹងប្រមាណភាគរយតែមិនដឹងខ្ញុំច្រៀងអស់ដោយពាក្យថាអស់ខ្ញុំច្រៀងអស់មិនដឹងខ្ញុំអត់ថ្វាយតែអស់ដែរខ្ញុំជឿថាបងប្អូនចង់ថ្វាយតែអស់ប៉ុន្តែជួនកាលយើងដូចជាមិនទាន់យល់ថាអស់មានន័យយ៉ាងម៉េចហើយប្រហែលយើងមិនដឹងយើងមិនអាចនឹងយល់ទៅអស់តើតែយើងឡើងទៅឋានសួគ៌ជួបនឹងព្រះអង្គអានឹងប្រហែលយើងយល់ថាអស់មានន័យយ៉ាងម៉េចដែរប៉ុន្តែបើព្រះអង្គបើកឲ្យខ្ញុំដឹងថាអូរឿងនេះកូនមិនទាន់បានថ្វាយដល់ព្រះអង្គខ្ញុំថាអូសូមទោសព្រះអង្គខ្ញុំអត់ដឹងទេខ្ញុំសូមថ្វាយដែរខ្ញុំថ្វាយទៅអស់ព្រះអង្គបង្ហាញខ្ញុំអ្វីខ្ញុំថ្វាយហើយដូច្នេះថ្ងៃនេះដែលយើងនិយាយអំពីពេលវេលាខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាថាខ្ញុំចង់ថ្វាយទៅអស់ 100% ដល់ព្រះអង្គជាពិតប្រាកដមែនបើខ្ញុំថាថ្វាយពេលវេលារបស់យើងដល់ព្រះអង្គប្រហែលបងប្អូនសួរថាអូលោកគ្រូតើមានន័យយ៉ាងម៉េចទេគឺអស់មួយថ្ងៃអាទិត្យខ្ញុំត្រូវតែថ្វាយដល់ព្រះអង្គអស់មួយថ្ងៃអាទិត្យពីព្រឹករហូតដល់ល្ងាចមិនមែនទេមិនគ្រាន់តែថ្ងៃអាទិត្យរាល់ថ្ងៃអាទិត្យច័ន្ទអង្គារពុធព្រហស្បតិ៍សុក្រសៅរ៍ហើយរាល់អាទិត្យផងរាល់ពេលរាល់វេលាតើអស់នោះជារបស់ផងព្រះអង្គបើយើងជាអ្នកចោះចូលបើយើងជាអ្នកបម្រើរបស់ព្រះអង្គយើងត្រូវតែថ្វាយទាំងអស់ដល់ព្រះអង្គហើយថ្ងៃនេះយើងចង់រៀនបន្តិចបន្តួចអំពីន័យពីព្រោះយើងទាំងអស់គ្នាមានម៉ោងស្មើគ្នានេះយើងមានក្នុងមួយអាទិត្យយើងគិតមួយអាទិត្យម្ដងក៏បានដែរក្នុងមួយអាទិត្យយើងមាន7ថ្ងៃមែនយើងមាន168ម៉ោងស្មើគ្នាអត់មានអ្នកណាមាន169សោះយើងស្មើគ្នាយើងមានម៉ោងស្មើគ្នាពីព្រះអង្គប៉ុន្តែថ្ងៃនេះយើងត្រូវតែរៀនឲ្យដឹងថាទាំងអស់នោះត្រូវតែក្រោមអំណាចរបស់ព្រះយេស៊ូវឲ្យព្រះអង្គចាត់ការសម្រាប់ម៉ោងយើងទាំងអស់នោះគួរនឹងស្រែកលើព្រះអង្គមិនមែនស្រែកលើគ្រូយើងពីព្រោះយើងបានប្រកាសហើយថាគ្រប់ទាំងអស់ខ្ញុំថ្វាយទាំងម៉ោងផងទាំងម៉ោងខ្ញុំថ្វាយដល់ព្រះអង្គខ្ញុំបានចែកសេចក្តីអធិប្បាយខ្ញុំជា3ខមុនដំបូងឲ្យយើងគិតពីខគម្ពីរខ្លះដែលបង្រៀនយើងអំពីពេលវេលាទី2តើព្រះយេស៊ូវបង្រៀនយើងអ្វីអំពីពេលវេលាក្នុងជីវិតរបស់ទ្រង់ហើយទី3តើរបៀបណាដែលខ្ញុំអាចនឹងអនុវត្តតាមឥឡូវទី1ខ្ញុំសូមឲ្យយើងបើកខគម្ពីរខ្លះមុនដំបូងទំនុកតំកើង90បងប្អូនបើកទំនុកតំកើងស្រួលបានពីព្រោះនៅកណ្ដាលគម្ពីរយើង90មើលតាមទំព័រក៏បានដែរគឺ796
ទំនុកទំកើង90ខ12 7 8ទំនុកទំកើង90ខ12ខ្ញុំសូមអានជូនដូច្នេះនេះដូចជាពាក្យអធិដ្ឋានដល់ព្រះអង្គដូច្នេះសូមបង្រៀនឲ្យយើងខ្ញុំចាស់កំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំដើម្បីឲ្យយើងខ្ញុំមានចិត្តក្មៃគ្មានឲ្យបានសទ្ធិបញ្ញាសូមព្រះអង្គបង្រៀនយើងអំពីថ្ងៃអាយុរបស់យើងទាំងអស់គ្នាដើម្បីយើងមានសទ្ធិបញ្ញានេះជាពាក្យអធិដ្ឋានហើយខគម្ពីរនេះបង្រៀនយើងថាពេលវេលារបស់យើងខ្លីមែនតែនអត់វែងទេនៅផែនដីនេះហើយយើងមិនអាចនឹងដើរទៅប្រទេសបដាទេយើងមិនអាចនឹងថាអូបើខ្ញុំអត់បង្ហើយអាទិត្យនេះអាទិត្យក្រោយខ្ញុំធ្វើឬខែក្រោយខ្ញុំធ្វើឬឆ្នាំក្រោយមិនអីទេយើងមិនអាចនឹងថាអញ្ចឹងតោះតែសោះពីព្រោះពេលវេលាមកដល់ហើយបើយើងអត់ធ្វើយើងខាតហើយដូច្នេះដាវីតដែលបានសរសេរទំនុកទំកើងនេះគាត់អធិដ្ឋានដល់ព្រះអង្គថាអូព្រះអង្គអើយសូមបង្រៀនខ្ញុំពីថ្ងៃអាយុរបស់ខ្ញុំឲ្យខ្ញុំដឹងថាពេលវេលានោះខ្លីមែនតើនៅផែនដីនេះឲ្យខ្ញុំបានយកចាក់ទុកដាក់ឲ្យខ្ញុំបំពេញអ្វីដែលព្រះអង្គចង់ឲ្យខ្ញុំបំពេញនោះឲ្យខ្ញុំដើរដោយសទ្ធិបញ្ញាឲ្យខ្ញុំមានប្រាជ្ញាឲ្យចេះដើរតាមផែនការរបស់ព្រះអង្គនេះសំខាន់សម្រាប់យើងទាំងអស់គ្នាដើម្បីឲ្យមានប្រយោជន៍ខទី2ដែលខ្ញុំសូមអានគឺនៅក្នុងអេផេសូជំពូក5អំបែងម៉ៃនេះយើងបានអានពីអេផេសូហើយទំព័រ1518អេផេសូជំពូក5ខ15និងខ16 2ខ1518អេផេសូជំពូក5ខ15និងខ16ដូច្នេះត្រូវប្រយ័ត្នដោយហ្មត់យ៉ាត់ដែលអ្នករាល់គ្នាដើរយ៉ាងណាកុំឲ្យដើរដូចជាមនុស្សអត់ប្រាជ្ញាឡើយត្រូវតែដើរដោយមានប្រាជ្ញាវិញទាំងលៃយកឱកាសឲ្យទាន់ពេលផងពីព្រោះសម័យនេះអាក្រក់ណាស់បើសិនជាខ្ញុំសួរបងប្អូនថាតើសម័យនេះអាក្រក់ណាស់ខ្ញុំជឿថាយុវជនយុវនារីផងយល់ព្រមថាអាក្រក់ណាស់ទោះបើមានអាយុតែខ្លីៗទេមិនសូវមានការពិសោធន៍ទេឃើញថាមើលទៅដូចជាអាក្រក់ណាស់ខ្ញុំសូវដឹងថា30ឆ្នាំមុនមានយ៉ាងណាដែរប៉ុន្តែខ្ញុំដែលមានអាយុឥឡូវមានអាយុ51ឆ្នាំហើយខ្ញុំនឹកចាំកាលខ្ញុំក្មេងនឹងខុសគ្នាពីថ្ងៃនេះបងប្អូនសួរថាចុះដល់កាណាដា40 40ឆ្នាំមុនគេអត់ធ្វើបាបទេធ្វើដែរប៉ុន្តែដូចជាធ្វើលាក់សពថ្ងៃនេះបើកឲ្យគ្រប់គ្នាឃើញហើយអួតផងហើយខ្ញុំចាស់ធ្វើជាងគេនោះហើយធ្វើអញ្ចឹងដែរសពថ្ងៃនេះខ្ញុំឆ្ងល់មែនតើពីមនុស្សដែលហ៊ានសពថ្ងៃនេះសម័យនេះខ្ញុំឃើញថាអាក្រក់មែនតើបើអ្នកណាថាអូយើងចេះតែចម្រើនឡើងក្នុង
វិទ្យាសាស្ត្រនិងរឿងផ្សេងយើងចេះតែជាមនុស្សឆ្លាតជាងពីមុនទៅទៀតឥឡូវយើងចេះប្រើ ordinator គ្រប់មុខហើយយើងមនុស្សក្រនបើយើងចម្រើនឡើងក្នុងចំណេះវិជ្ជាមែនប៉ុន្តែចម្រើនឡើងក្នុងអង្គបាបផងពិតប្រាកដមែនបង្កើតប្រដាប់ប្រដាគ្រប់យ៉ាងប៉ុន្តែបង្កើតរបៀបធ្វើបាបច្រើនដងដែរខ្ញុំឃើញខ្ញុំថាអូសម័យនេះអស្ចារ្យមែនតើដូចជាអាក្រក់មែនតើខ្ញុំនៅឃើញហើយចុះព្រះបន្ទូលបង្រៀនយើងយ៉ាងណាឲ្យយើងគាត់ថាអូស្ដាយមែនតើហើយយើងទៅពួនខ្លួនមិនមែនទេគម្ពីរបង្រៀនយើងថាដោយព្រោះពេលវេលាសម័យនេះអាក្រក់ណាត្រូវតែដើរដោយប្រាជ្ញាហើយដូច្នេះសូមឲ្យយើងយកចាក់ទុកតានឹងក្នុងខគម្ពីរនេះហើយប្រយ័ត្នមែនតើកុំឲ្យយើងដើរដូចជាមនុស្សល្ងងដែលអត់ដឹងអីទេប៉ុន្តែឲ្យយើងឆ្លៀតឱកាសនឹងប្រើអ្វីព្រះអង្គហុចឱកាសឲ្យយើងធ្វើការល្អឲ្យយើងធ្វើពីព្រោះខ្ញុំជឿថាឱកាសនោះជួនកាលអត់មកវិញទេមកតែម្ដងទេដូចជាគូសទ្វារយើងតែម្ដងទេបើយើងអត់បើកទេគេទៅហើយឱកាសនោះព្រះអង្គហុចឱកាសឲ្យយើងធ្វើល្អសូមឲ្យយើងឆ្លៀតពេលនឹងធ្វើដើរក្នុងសម័យអាក្រក់នេះដោយប្រាជ្ញាហើយប្រាជ្ញានោះដែលមកពីព្រះអង្គយើងមិនបាច់ពឹងខ្លួនថាអូឥឡូវខ្ញុំត្រូវតែរកប្រាជ្ញាយើងសូមពីព្រះអង្គបង្រៀនយើងឲ្យមានប្រាជ្ញាឥឡូវខ្ញុំសូមឲ្យបើកខគម្ពីរខ្លះទៀតនៅយ៉ាកុបទំព័រ1573យ៉ាកុបចំពុក4 1573យ៉ាកុបចំពុក4ខ13ដល់15ខ13ឥឡូវនេះឯពួកអ្នកដែលថាថ្ងៃនេះឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយហើយនឹងនៅស្រុកនោះអស់មួយឆ្នាំដើម្បីនឹងរកស៊ីឲ្យបានចំណេញអ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេត្បិតជីវិតអ្នករាល់គ្នាជាអ្វីគឺជាចំហាយទឹកទេតើដែលឃើញតែមួយផ្លែតរួចបាត់ទៅគួរតែបាននិយាយដូច្នេះវិញថាបើយើងរស់នៅឬព្រះអម្ចាស់ទ្រង់សពប្រហារតីនោះយើងនឹងធ្វើការនេះឬការនោះនឹងបានត្រូវខគម្ពីរនេះដែលយើងអួតពីពេលវេលាថាពេលវេលារបស់ខ្ញុំឥឡូវខ្ញុំគិតទៅខ្ញុំទៅកន្លែងនោះហើយខ្ញុំនឹងធ្វើនេះធ្វើនោះខ្ញុំរកស៊ីកន្លែងនោះគួរថាបើខ្ញុំរស់បើព្រះអង្គសពប្រហារតីនោះខ្ញុំធ្វើប៉ុន្តែឲ្យយើងអួតខ្លួនដូចជាថាខ្ញុំជាម្ចាស់របស់ពេលវេលានោះខុសហើយពីព្រោះនោះព្រះអង្គនោះស្រេចលើព្រះអង្គពេលកំណត់ថ្ងៃអាយុរបស់យើងនោះស្រេចលើព្រះអង្គមិនមែនតែអ្នកចាស់តែស្លាប់ទេគឺក្មេងដែរខ្ញុំបានមើលកាសែតថ្ងៃមុននោះមើលកាសែតអង់គ្លេសមួយហើយនិយាយបន្តិចអំពីម្នាក់អាយុតែ26ឆ្នាំស្លាប់ទៅហេខ្ញុំថាអ្នកណានោះខ្ញុំមើលបន្តិចទៀតជាម្នាក់ដែលលេងកីឡាពូកែនៅកាណាដាផងខ្ញុំប្រហែលធ្លាប់ឃើញគាត់ពីព្រោះគាត់ជាអ្នកលេងហុកគីនៅតែគេលេងនៅលើតកកនោះហើយនៅកាណាដាអូពូកែមែនតែលេងហើយគាត់អពេកគាត់ក៏ជាអ្នកដែលឈរនៅកន្លែងនោះការពារកុំឲ្យស្អីនោះចូលទៅក្នុងសំណាញ់នោះហើយគាត់ជាពូកែមែនតែលេងអូគាត់ចេះលេងមែនតែគាត់ធ្វើកើត
ប៉ុន្តែកាលគេមានជ័យជំនះហើយគាត់ទៅផឹកស្រាពីព្រោះជាមួយគេហ៎ស្រវាំងស្រាយកឡានគាត់ Porsche លឿនមកតិចហើយនឹងយកទៅបើកទៅប៉ាស៊ីម៉ុងមួយស្លាប់ភ្លាមហើយគេសរសេរនោះហើយសរសេរទៅអស់នោះខ្ញុំឃើញណាខ្ញុំថាអាយុតែ26ឆ្នាំតែប៉ុណ្្នឹងទេអ្នកណាអាចនឹងអួតខ្លួនថាថ្ងៃស្អែកខ្ញុំធ្វើនេះធ្វើនោះយើងមិនដឹងទេយើងមិនដឹងជីវិតយើងទៀងសោះគម្ពីរបង្រៀនយើងថាជីវិតរបស់យើងជាអំណោយរបស់ព្រះអង្គតែព្រះអង្គប្រទានមកយើងមិនដឹងថាមានអាយុប្រមាណឆ្នាំនៅផែនដីនេះតតែសោះយើងអត់ដឹងទេហើយទី2យើងអត់មកវិញវិលកើតវិលស្លាប់នោះមិនមែនបង្រៀនក្នុងគម្ពីរតតែសោះព្រះអង្គមានបន្ទូលថាយើងស្លាប់តែម្ដងក្រោយជាប់ជំនុំជម្រះយើងមើលក្នុងហេព្រើរយ៉ាងច្បាស់លាស់បើជាអត់មានមួយជើងទៀតទេអត់មានមួយសាទៀតដែលយើងមកវិញហើយខំធ្វើម្ដងទៀតអត់មានទេយើងធ្វើតែម្ដងហេតុដូច្នេះគម្ពីរបង្រៀនថាថ្ងៃអាយុរបស់យើងសំខាន់មែនតើដែលយើងដើរនៅផែនដីនេះហើយព្រះអង្គបើកឱកាសឲ្យយើងរស់សម្រាប់ព្រះអង្គឲ្យយើងរស់សម្រាប់ព្រះអង្គទៅអំណាចយើងមានព្រះចេស្តារបស់ព្រះអង្គព្រះវិញ្ញាណបរិសុទ្ធបានមកហើយបានជាបងប្អូនយើងមិនអាចនឹងចោទព្រះអង្គថាធ្វើកើតយើងធ្វើកើតតែអស់គ្នាអរគុណព្រះអង្គឥឡូវទី2បានមើលគម្ពីរហើយខគម្ពីរខ្លះដែលជួយយើងឲ្យដឹងខ្លួនអំពីជីវិតយើងខ្លីមែនតែនហើយមិនទៀងផងជាអំណោយទានរបស់ព្រះអង្គឥឡូវសូមឲ្យយើងគិតពិចារណាអំពីសេចក្តីបង្រៀនអំពីជីវិតរបស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គបង្រៀនយើងផងអំពីជីវិតរបស់ទ្រង់ព្រះយេស៊ូវមានការធំដែលព្រះអង្គចង់បំពេញតែព្រះអង្គចាប់ផ្ដើមកើតព្រះអង្គមានអាយុ30ឆ្នាំហើយព្រះអង្គចង់បង្ហើយការនោះក្នុង3ឆ្នាំកន្លះកាលខ្ញុំនឹកពី3ឆ្នាំកន្លះនោះខ្ញុំភ័យពីព្រោះតើបងប្អូនដឹងថាខ្ញុំនៅវិហារនេះអស់7ឆ្នាំហើយដឹងទេ7ឆ្នាំជាង7ឆ្នាំ3ខែស្អីណាដូចជា2ដងពេលដែលព្រះអង្គបានបំពេញការរបស់ទ្រង់ខ្លីមែនតើ3ឆ្នាំកន្លះហើយព្រះអង្គត្រូវតែបង្ហើយការរបស់ទ្រង់បើយើងគិតថាព្រះអង្គមានតែ3ឆ្នាំកន្លះប្រហែលយើងចិត្តតែឃើញព្រះអង្គរត់មិនដែលដើរទេចិត្តតែរត់នេះប៉ុន្តែបើបងប្អូនមើលតអស់នោះយើងឃើញថាព្រះអង្គមានការច្រើនមែនតើពីព្រោះត្រូវតែតាំងពូកជំនុំឡើងក្នុង3ឆ្នាំកន្លះព្រះអង្គត្រូវតែបង្ហាត់បង្រៀនគេឲ្យបន្តការរបស់ព្រះអង្គត្រូវទេពីព្រោះបើព្រះអង្គហោះឡើងទៅឋានសួគ៌ហើយនឹងអត់ទុកស្អីនៅផែនដីនេះចប់ហើយត្រូវតែទុកគេឲ្យបន្តការរបស់ទ្រង់ដែរនៅផែនដីនេះមានតែ3ឆ្នាំកន្លះដើម្បីឲ្យអប់រំពួកសិស្សរបស់ទ្រង់3ឆ្នាំកន្លះខ្លីមែនតើហើយដូច្នេះយើងទាំងអស់គ្នាស្មានថាប្រហែលបានព្រះអង្គបានរត់ទៅប៉ុន្តែបើយើងមើលមែនតើក្នុងគម្ពីរយើងមិនដែលឃើញព្រះអង្គរត់ទៅទេយើងអត់ឃើញធម្មតាយើងឃើញថាព្រះអង្គដើរទៅដូចសៀមថាជ្រើយតែប៉ុណ្្នឹងទេគឺថាដូចជាដើរទៅដូចជាអត់រវល់រឿងអីទេដូចជាមានពេលច្រើនថាមើលបាក់សីឬមើលផ្កាណាព្រះអង្គនេះមានបន្ទូលពីរឿងផ្សេងណាដូចជាមានពេលច្រើនអត់ខ្វល់ខ្វាយពីរឿងអីទៅមាន3ឆ្នាំកន្លះតែប៉ុណ្្នឹងទេឲ្យនិយាយឲ្យលឿនបន្តិចព្រះអង្គហើយពីព្រោះចិត្តអស់ពេលព្រះអង្គធ្វើមួយមើលតអស់នោះយើងថាហេតុអ្វីព្រះអង្គធ្វើបែបនោះខ្ញុំស្ទើរតែធំកើតទេខ្ញុំរត់អស់ពីចិត្តហើយឡានខ្ញុំពីមុនខ្ញុំបើកតែ110ឆ្នាំទិញឡានថ្មីមួយថា120
ពីយកមិញថ្ងៃហ្នឹងខ្ញុំថា120ដូចជាយឺតបន្តិច130ប្រហែលបានត្រូវហើយពីព្រោះចេះតែក្រោយគេហ្នឹងចាំបន្ថែមទៀតតិចទៀតត្រូវតែទិញ Porsche មួយដែរមិនដូចគេហ្នឹងហើយប៉ុន្តែឃើញថាហេតុអ្វីព្រះអង្គធ្វើទៅអស់កើត3ឆ្នាំកន្លះខ្ញុំសូមយក3ខនេះទី1ព្រះអង្គយល់ពីការរបស់ទ្រង់បេសកកម្មរបស់ព្រះអង្គយល់ពីការនោះហើយយ៉ាងច្បាស់លាស់គឺដឹងថាគោលដៅរបស់ខ្ញុំជាអ្វីព្រះអង្គយល់ពីការនោះយើងនេះតើគ្នាតើយើងដឹងថាមានគោលដៅអីទេគឺថាអត់ដឹងទេខ្ញុំគ្រាន់តែដឹងថាយប់នឹងខ្ញុំទៅគេងស្អែកខ្ញុំក្រោយឡើងខ្ញុំទៅការនោះមកវិញញ៉ាំបាយដេកទៀតធ្វើម្ដងទៀតមានអត់មានគោលទេគួរឲ្យយើងមានគោលមួយថាខ្ញុំធ្វើទាំងអស់នេះដើម្បីខ្ញុំបំពេញការមួយឲ្យយើងគិតពីគោលដៅហេតុអ្វីយើងនៅផែនដីនេះតើព្រះអង្គចង់ឲ្យយើងបំពេញការអ្វីនៅផែនដីនេះឲ្យយើងគិតពីរឿងនោះព្រះអង្គព្រះយេស៊ូវគ្រីស្ទយល់ច្បាស់ពីគោលដៅរបស់ទ្រង់ហើយបើសិនជាយើងដឹងថានេះជាគោលដៅរបស់ខ្ញុំនោះយើងធ្វើកើតមែនគោលដៅនោះដើម្បីឲ្យជាប់លើឈើឆ្កាងត្រូវតែដើរទៅយេរូសាឡិមប៉ុន្តែកាលព្រះអង្គកំពុងតែដើរទៅយេរូសាឡិមស្រាប់តែមានម្នាក់ខ្វាក់ភ្នែកអង្គុយនៅជិតក្បែរនោះស្រែកឡើងថាយេស៊ូកូនដាវីតឈប់ជួយខ្ញុំផងហើយព្រះយេស៊ូមានបន្ទូលអ្វីថាកុំរំខានខ្ញុំគោលដៅខ្ញុំទៅយេរូសាឡិមជាប់ឈើឆ្កាងអត់ទេព្រះអង្គឈប់ប្រោះគាត់ឲ្យជាឲ្យបានភ្លឺផ្នែកឡើងវិញនិយាយថាចុះខុសនឹងគោលដៅព្រះអង្គណាអត់ទេក្នុងគោលដៅរបស់ព្រះអង្គក្នុងពេលដែលព្រះអង្គទៅយេរូសាឡិមបើមានអ្នកណាត្រូវការព្រះអង្គជួយតាមផ្លូវព្រះអង្គកំពុងតែដើរតាមផ្លូវបន្តិចទៀតស្រាប់តែមានម្នាក់ឡើងដើមឈើគាត់ទាបពេកឈ្មោះសាខេឡើងទៅព្រះអង្គនៅតែដើរទៅយេរូសាឡិមគាត់អត់ស្រែកថាព្រះយេស៊ូវជួយខ្ញុំផងអត់ទេគាត់គ្រាន់តែចង់មើលពីចម្ងាយមកតិចណាពីព្រោះជាអ្នកហូតពន្ធដែរគាត់ដឹងខ្លួនថាខូចមែនតើចិត្តខូចគាត់ដឹងហើយព្រះយេស៊ូវឈប់ពីព្រោះដឹងថាអ្នកនោះត្រូវការព្រះអង្គឈប់ព្រះអង្គហៅគាត់សាកេស្គាល់ឈ្មោះខ្ញុំផងណាសាកេចុះមកខ្ញុំចង់ទៅលេងនៅផ្ទះអ្នកឯងថ្ងៃហ្នឹងឆ្ងល់ណាប៉ុន្តែបើយើងអានរឿងនោះយើងឃើញថាបានសង្គ្រោះថ្ងៃនោះឯងសាកេបានសង្គ្រោះមែនតែព្រះអង្គបានបែរចេញពីគោលដៅព្រះអង្គអត់ទេនៅតែដើរទៅយេរូសាឡិមប៉ុន្តែពេលបែរនៅផ្ទះសាកេជួយឲ្យបានសង្គ្រោះទៅទៀតគោលដៅរបស់ព្រះអង្គយល់ច្បាស់ពីគោលដៅនេះទី1សូមឲ្យយើងយល់ពីគោលដៅរបស់យើងទាំងអស់គ្នាទី2ព្រះអង្គក៏យល់ច្បាស់ថាមានព្រំដែនជីវិតមានព្រំដែនកាលព្រះអង្គនៅឋានសួគ៌ជាមួយនឹងព្រះបិតាព្រះអង្គគ្មានព្រំដែនតតែសោះប៉ុន្តែកាលព្រះអង្គចោះចូលយកនិស្ស័យជាមនុស្សពេលនោះព្រះអង្គទទួលព្រំដែនដែរហើយព្រះអង្គក៏យល់ច្បាស់ថាដើម្បីឲ្យបំពេញការរបស់ព្រះបិតាត្រូវតែប្រយ័ត្នបន្តិចពលចេះតែចែកចាយព្រះបន្ទូលមិនដែលទទួលអីទេឆាប់ស្ងួតឆាប់អស់អណ្ដូងទឹកនោះអត់ទឹកហេតុដូច្នេះមុនដែលព្រះអង្គធ្វើការសំខាន់អ្វីដូចជារើសសិស្ស12នាក់នោះពីព្រោះមានគ្នាច្រើនហើយត្រូវតែរើស12ក្នុងទាំងហ្វូងនោះត្រូវតែរើស12នាក់នោះព្រះអង្គឆ្លៀតពេលទៅអធិដ្ឋានអស់មួយយប់ជាមួយនឹងព្រះបិតាពីព្រោះត្រូវតែមានកម្លាំងពីព្រះបិតាបើអត់ធ្វើអត់មានកម្លាំងក្នុងចិត្តសោះបងប្អូនពីព្រោះព្រះអង្គយល់ថាខ្ញុំមានព្រំដែនទ្រង់មានព្រំដែនដែរ
ហើយព្រះអង្គត្រូវតែរកកម្លាំងពីព្រះវរបិតាជានិច្ចហើយព្រះវរបិតាប្រទានបើយើងទាំងអស់គ្នាបងប្អូនមុនដែលយើងជួបមនុស្សយើងត្រូវតែជួបព្រះបើយើងជួបមនុស្សអត់បានជួបព្រះហេដូចជាអត់មានស្អីចែកគេសោះទៅទេពាក្យរបស់យើងស្រាលតែស្រាលអត់មានតម្លៃអត់មានន័យបើតែយើងជួបព្រះអង្គមុនសិននោះយើងហ៊ាននិយាយជាមួយគេហ្នឹងមានកម្លាំងពីព្រះអង្គពីព្រោះព្រះអង្គបានប្រទានពរដល់យើងមុនព្រះអង្គជ្រាបពីការនោះហើយព្រះអង្គជ្រាបពីគោលដៅព្រះអង្គជ្រាបពីរឿងដែលមានព្រំដែនត្រូវតែពឹងព្រះវរបិតាជានិច្ចហើយទី3ខ្ញុំឃើញថាព្រះយេស៊ូវប្រហែលមុនដែលខ្ញុំប្រាប់ទី3នៅខ្ញុំបាននឹកពីពេលរឿងមួយដែលប្រហែលនាំឲ្យខ្ញុំចង់សើចបន្តិចផងប៉ុន្តែជារឿងពិតណាគឺថាជួនកាលយើងចង់ត្អូញត្អែបន្តិចហើយថាខ្ញុំចង់ជួបព្រះអង្គដែរប៉ុន្តែតើលោកគ្រូបានទៅមើលផ្ទះខ្ញុំហើយនៅទេវាទូចមែនតើណាហើយអត់មានកន្លែងស្ងាត់សោះដឹងទេអត់មានទេចេះតែមានរំខានមានកូនក្មេងមានម្ដាយនៅមានមីងនៅមានគេនៅមានពួកម៉ាក់នៅទេអូបើមែនតើនៅផ្ទះខ្ញុំអត់ដូចផ្ទះលោកគ្រូអាចនឹងទៅកន្លែងណាក៏បានដែរសុទ្ធតែស្ងាត់អស់ខ្ញុំបាននឹកពីរឿងមួយពិតមិនមែនរឿងតុបតែងទេខ្ញុំអត់តុបតែងទេខ្ញុំអានណាជារឿងពិតនៅក្នុងសៀវភៅចម្រៀងយើងមានបទចម្រៀងច្រើនដែលគេបកប្រែហើយច្រើនដែលគេបកប្រែជាបទរបស់លោកមួយនៅដែលរស់ប្រហែល200ឆ្នាំទៅហើយពីមុននៅស្រុកអង់គ្លេសគាត់ឈ្មោះលោក Charles Wesley ដូចយើងមាន Charles មួយនៅកន្លែងនេះផងណា Charles Wesley មាន John Wesley មាន Charles Wesley John អธิบาย Charles តុបតែងធ្វើបទចម្រៀងណាពីរនាក់នោះប៉ុន្តែអត់មានតែ2នាក់ទេគឺមាន14នាក់បងប្អូន14នាក់ហើយម្ដាយឈ្មោះ Susan Wesley គាត់ជឿព្រះអង្គល្អមែនតើគាត់តាមព្រះអង្គលេខ1គាត់ដឹងថាគាត់មានព្រំដែនគាត់ត្រូវតែតាក់ទងនឹងព្រះអង្គគាត់មិនអាចនឹងជួយខ្វៀលកូនទាំងអស់បានបើអត់មានកម្លាំងពីព្រះអង្គអត់មានអំណាចអត់មានប្រាជ្ញាពីព្រះអង្គប៉ុន្តែទៅកន្លែងណា14នាក់កូន14នាក់ហើយគេអត់មានបន្ទប់ដេក14តតែសោះប្រហែលតែមួយមិនដឹងគេក្រផងណាបានជាគាត់ថាកូនណាឃើញទេម៉ាក់ចេះតែពាក់គេហៅយ៉ាងម៉េចទេអៀមតើមានពាក្យអៀមទេដែលគេពាក់ពីលើដើម្បីកុំឲ្យប្រឡាក់ខោអាវច្រើនពេកណាហ្នឹងហើយគាត់មានអៀមមួយហ្នឹងខ្ញុំអត់ដែលពាក់ទេឬជួនកាលពាក់អត់ដឹងខ្លួនដែរអត់ដឹងថាគេហៅយ៉ាងម៉េចទេគាត់ខ្ញុំបើក dictionary សំសារភាពដល់ខ្ញុំឃើញថាគាត់យកអៀមរបស់គាត់ហើយប្រាប់កូនថាមើលឥឡូវម៉ាក់យកអៀមនោះដាក់នៅលើក្បាលវិញកាលឃើញអៀមនៅលើក្បាលនោះស្ងៀមទាំងអស់គ្នាម៉ាក់កំពុងតែតាក់ទងព្រះអង្គកូនទាំង14នាក់នោះស្ងៀមស្ងាត់ពីព្រោះម៉ាក់និងព្រះជួបគ្នាហើយគេឃើញអៀមនៅពីលើក្បាលគេស្ងៀមទាំងអស់គ្នាគេមិនហ៊ានស៊ើបអីទេពីព្រោះគាត់អត់មានកន្លែងស្ងាត់សោះខ្ញុំថាអូព្រះអង្គអើយប្រហែលនេះជាចម្លើយយើងត្រូវតែទិញអៀមអស់មកកំភ្លួសម្រាប់បងប្អូនទាំងអស់គ្នាមានមួយកុំឲ្យចោលព្រះអង្គថាព្រះអង្គខ្ញុំគ្មានកន្លែងសោះធ្វើតាម Susan Wesley ទៅដើម្បីឲ្យយើងជួបព្រះអង្គឲ្យមានកម្លាំងពីព្រះអង្គដឹងថាមានព្រំដែនត្រូវតែជួបព្រះអង្គបើចង់ដល់គោលដៅនោះត្រូវតែជួបព្រះអង្គជាពិតប្រាកដមែនខ្ញុំឃើញរឿងមួយទៀតខ្ញុំឃើញថាព្រះអង្គក៏មាន
មានរបៀបទៅដល់គោលដៅនោះផងគឺមិនគ្រាន់តែធ្វើការរាល់ថ្ងៃទេហើយថាថ្ងៃណាមួយខ្ញុំទៅជើឆ្កាំងប៉ុន្តែថាត្រូវតែបង្ហាត់បង្រៀនសិស្សឲ្យស្គាល់ការរបស់ព្រះអង្គដើម្បីកាលខ្ញុំទៅឋានសួគ៌វិញហើយគេបន្តការបានហេតុដូច្នេះព្រះអង្គនៅជាមួយនឹងសិស្សបង្រៀនសិស្សយើងទាំងអស់គ្នាដែលចង់រៀនពីព្រះអង្គតើយើងសុខចិត្តរៀនមែនណាតើយើងជួបនឹងព្រះអង្គថាព្រះអង្គអើយសូមបង្ហាត់បង្រៀនចាត់ខ្ញុំផងខ្ញុំអនុវត្តតាមសំខាន់មែនតើបានជាព្រះអង្គបំពេញការទាំងអស់ក្នុង3ឆ្នាំកន្លះប៉ុន្តែយើងឃើញថាព្រះអង្គមិនរត់ទៅខ្លាំងពេកប្រហែលបងប្អូនខ្លះថាខ្ញុំចាំមកពេលលើកាលព្រះអង្គគ្មានពេលថាពិសាបាយអត់មានទេមានមកពេលប៉ុន្តែពេលនោះដូចជាប្លែកបន្តិចមិនមែនជាការធម្មតាដែលព្រះអង្គធ្វើបែបនោះតែរវល់ពេកមិនអាចនឹងបាយជាមួយគេទេធម្មតាព្រះអង្គឈប់សំបីតែកាលព្រះអង្គកាត់ភូមិយេរីកូឃើញសាខេនៅលើភ្នំនៅលើដើមឈើនោះនៅតែឈប់ហើយពិសាបាយជាមួយនឹងសាខេដែរហើយដូច្នេះបងប្អូនយើងត្រូវតែរៀនពីព្រះអង្គពីរឿងនេះផងឥឡូវទី3គិតពីជីវិតរបស់ព្រះយេស៊ូវគ្រីស្ទហើយទី3តើរបៀបណាដែលយើងអាចនឹងអនុវត្តតាមធ្វើអ្វីដើម្បីឲ្យជួយយើងទាំងអស់គ្នាបានដែរច្រើនដងយើងឆ្លើយគេខ្ញុំក៏បានឆ្លើយបែបនោះផងថាអូសុំទោសធំកើតទេអត់មានពេលបើខ្ញុំបានគិតពីរឿងនោះបន្តិចបន្តួចខ្ញុំដូចជាកុហកបន្តិចហើយបងប្អូនប្រហែលបានកុហកបន្តិចផងពីព្រោះយើងមានពេលសម្រាប់អ្វីដែលយើងរាប់ជាសំខាន់ពិតប្រាកដមែនប្រសិនជាម្ដាយខ្ញុំទេលេហ្វូនខ្ញុំថ្ងៃហ្នឹងហើយថាកូនសូមមកផ្ទះវិញម៉ាក់គេប្រាប់ថារស់តែមួយអាទិត្យទៀតមកវិញខ្ញុំដូចជារាប់ការនោះសំខាន់ជាងគេហើយតអនោះខ្ញុំបកលទៅគ្រូសុភាពតអនោះភ្លាមខ្ញុំរត់ទៅចោលបងប្អូនភ្លាមមកកទុះហើយពីព្រោះខ្ញុំឃើញថាសំខាន់ជាងគេខ្ញុំអាចនឹងថាអត់មានពេលទេខ្ញុំមិនអត់ថាអញ្ចឹងទេគឺអ្វីដែលយើងឃើញថាសំខាន់យើងធ្វើហើយយើងតអទៀតទី2ទី3ទី4ពីព្រោះខ្ញុំរកកន្លែងមួយដែលសំខាន់ជាងគេខ្ញុំត្រូវតែធ្វើជួនកាលបើគេហៅយើងទៅធ្វើនេះឬធ្វើនោះយើងមិនហ៊ានប្រាប់គេថាខ្ញុំមិនចង់ប៉ុន្តែជួនកាលយើងមិនចង់មែនណាជាហេតុដែលយើងឆ្លើយថាអត់មានពេលយើងមិនចង់ឬប្រហែលខ្ញុំអស់កម្លាំងពេកហ្នឹងក៏ត្រូវដែរអស់កម្លាំងពេកបើតែថាអត់ពេលដូចជាមិនសូវត្រូវប្រមាណទេពីព្រោះយើងទាំងអស់គ្នាមាន168ម៉ោងរាល់អាទិត្យយើងអាចនឹងធ្វើតាមដែលយើងរកឃើញការសំខាន់ជាងគេយើងធ្វើបានហើយដូច្នេះខ្ញុំចង់ដាស់តឿនឪពុកនិងម្ដាយខ្លះហើយអ្នកណាដែលមិនទាន់ជាឪពុកម្ដាយសូមគិតពីអនាគតបន្តិចទៅអត់ខុសដែរបាទសូមគិតបន្តិចទៅមុនដំបូងខ្ញុំសូមនិយាយជាមួយនឹងអស់ទាំងឪពុកឬអ្នកណាដែលថ្ងៃក្រោយនឹងធ្វើជាឪពុកគម្ពីរនេះបង្រៀនយើងច្បាស់លាស់ថាឪពុកត្រូវតែទទួលខុសត្រូវសម្រាប់បង្រៀនកូនក្មេងអំពីព្រះអង្គខ្ញុំចង់សួរថាតើកូនរបស់បងប្អូនទាំងអស់គ្នាជាឪពុករៀនពីព្រះអង្គសពថ្ងៃនេះប្រសិនជាថារៀនពីព្រះអង្គមែនខ្ញុំចង់សួរថាពីអ្នកណាពីបងប្អូនជាឪពុកទេឬពីម្ដាយឬពីគ្រូនៅក្នុងការអប់រំនេះរៀនតែគេហៅសាលារៀនថ្ងៃអាទិត្យណាព្រះអង្គមានបន្ទូលថាជាការដែលយើងត្រូវទទួលខុសត្រូវហើយសំខាន់ជាងទិញសម្លៀកបំពាក់
សំខាន់ជាងផ្ទះល្អសំខាន់ជាងឡានល្អសំខាន់ជាងអំណោយដែលយើងទិញសម្រាប់វានៅពេលនៅឯលសំខាន់ជាងរឿងទាំងអស់គឺឲ្យបង្រៀនកូនអំពីព្រះអង្គហើយជួនកាលខ្ញុំសួរចង់សួរចាត់ខ្ញុំហើយសួរបងប្អូនជាឪពុកថាតើឆ្លៀតពេលនៅជាមួយនឹងប្រពន្ធនិងគ្រួសារនិងកូនប្រមាណម៉ោងក្នុង168នោះប្រមាណម៉ោងតែថាខ្ញុំឲ្យកូនឲ្យប្រពន្ធតែប្រមាណម៉ោងតែយើងនៅជាមួយខ្ញុំយកឧទាហរណ៍មួយគឺមានលោកមួយឈ្មោះលោក David Affleck យើងមាន Affleck មួយ Affleck មួយ Affleck Monsieur Affleck នៅ Aix-en-Provence ជាកាណាឌានដូចខ្ញុំដែរហើយគាត់ប្រាប់ខ្ញុំថាកូនខ្ញុំទាំងអស់គ្នាតាមព្រះអង្គប្រពន្ធខ្ញុំសួរគាត់ថាហេតុអ្វីគាត់ដូចជាមិនចង់ឆ្លើយប្រមាណទេដូចជាមិនចង់អួតខ្លួនប៉ុន្តែគាត់ប្រាប់ខ្ញុំរឿងមួយដែលជាប់នៅក្នុងខួរក្បាលខ្ញុំពិតប្រាកដមែនគាត់ថារាល់ថ្ងៃមិនមែនរាល់ថ្ងៃទេរាល់ថ្ងៃពេលល្ងាចខ្ញុំបាយជាមួយនឹងកូននិងប្រពន្ធពេលនោះយើងអត់ញ៉ាំលះពេកយើងមានពេលនិយាយជាមួយគ្នានៅជុំវិញតុបាយហើយខ្ញុំសួរកូនរាល់ថ្ងៃថាក្នុងថ្ងៃនេះឯងតើបានរៀនអ្វីនៅក្នុងសាលាដែលទាស់នឹងព្រះបន្ទូលព្រះអង្គទេតើមានអីទេហើយជួនកាលវាអត់ចេះឆ្លើយផងមិនថាមិនដឹងទេថាតើបានរៀនអីខ្លះហើយគាត់ពិចារណាខ្លួនឯងហើយប្រសិនជាឃើញស្អីទាស់នឹងព្រះបន្ទូលព្រះអង្គគាត់កែភ្លាមថ្ងៃនោះឯងមិនមែនចាំដល់តែជ្រៅមែនទេក្នុងចិត្តទេគឺបើបានលឺថ្ងៃនោះឯងគាត់កែថ្ងៃនោះឯងពីព្រោះយើងដឹងថាក្នុងសាលាបារាំងនិងសាលាកន្លែងណាក៏ដោយច្រើនដងគ្រូអត់ស្គាល់ព្រះអង្គតែបង្រៀនយើងគឺបង្រៀនកូនយើងត្រូវតែដូចបារាំងថា verify យើងត្រូវតែមើលឲ្យម៉ត់ចត់ថាតើត្រូវនឹងគម្ពីរឬអត់ទេនេះជាភារៈរបស់អ្នកណាឪពុកឲ្យកែតាមព្រះបន្ទូលព្រះអង្គកុំឲ្យកូនរបស់យើងវង្វេងតើតែសោះនេះជាការដែលយើងត្រូវតែទទួលហើយខ្ញុំឃើញថាការមួយទៀតដែលឪពុកទាំងអស់គ្នាព្រះអង្គចង់ប្រគល់ការមួយឲ្យបង្រៀនកូនឲ្យស្គាល់ព្រះអង្គរហូតដល់ថ្វាយខ្លួនអូបងប្អូនទាំងអស់គ្នាជាឪពុកប្រសិនជានាំកូនឲ្យថ្វាយខ្លួនខ្ញុំជឿថាមិនដែលភ្លេចការពិសោធន៍នោះអស់មួយជីវិតដូចខ្ញុំផងខ្ញុំនាំកូនខ្ញុំខ្លះផ្ទាល់ខ្លួនថ្វាយខ្លួនអូល្អមែនតើខ្ញុំនឹកពេលនោះដូចជានៅតែថ្ងៃហ្នឹងអូមែនតើបាទហើយកុំឲ្យយើងថាអីឲ្យគ្រូនោះនាំគេថ្វាយខ្លួនអូជាល្អមែនតើបើយើងអាចនឹងអធិដ្ឋានជាមួយកូនយើងខ្លួនឯងនាំវាឲ្យថ្វាយខ្លួនឪពុកបាទម្ដាយផងជួយឪប្តីម្ដាយនិងឪពុកទាំងពីរនាក់នោះជួយគ្នាដើម្បីបង្ហាត់បង្រៀនកូនអធិដ្ឋានជាមួយកូនអធិដ្ឋានសម្រាប់កូនអធិដ្ឋានជាមួយកូនផងជាការសំខាន់មែនតើកុំឲ្យយើងថាអត់ពេលដាក់នៅខាងលើក្នុងបញ្ជីនោះខាងលើនោះយើងមានពេលសម្រាប់អ្វីដែលយើងឃើញថាសំខាន់ពិតប្រាកដមែនហើយទីមួយទៀតប្រសិនជាកូនមកសួរអំពីព្រះអង្គកុំថាទៅចុះអត់មានពេលកាលវាសួរហើយត្រូវតែឆ្លៀតពេលនោះឆ្លើយកូនឲ្យវាស្គាល់ព្រះអង្គពីព្រោះពេលណាដែលវាស្រេកឃ្លានពីព្រះបន្ទូលពីព្រះអង្គហើយពេលនោះយើងត្រូវតែឆ្លៀតឱកាសពីព្រោះឱកាសនោះមកតែម្ដងប្រហែលក្រោយវាថាឪពុកខ្ញុំចេះតែរវល់អត់សួរទៀតណាស្ដាយមែនតើកុំឲ្យយើងធ្វើបែបនេះតតែសោះមួយទៀតអំពីរបៀបដែលយើងនិយាយជាមួយកូនសំខាន់មែនតើបើសិនជាយើងកាចនឹងកូន
តើបងប្អូនជាឪពុកម្ដាយដឹងថាមុនដំបូងកូនរៀនអំពីព្រះដោយសារមើលយើងនេះវាពិបាកមែនតែនឹងគិតពីព្រះអង្គនេះច្រើនដងវាស្មានថាព្រះប្រហែលដូចឪពុកខ្ញុំគេចេះតែគិតអញ្ចឹងណាចេះតែគិតថាប្រហែលព្រះដូចឪពុកខ្ញុំដូចប្រហែលប៉ុនគ្នាឬធំជាងបន្តិចណាប៉ុន្តែគេមើលវាមើលឪពុកហើយថាបើឪពុកខ្ញុំចេះតែកាយនោះប្រហែលព្រះកាយដែរមិនហ៊ានមកចិត្តព្រះអង្គសោះយល់ទេហើយដូច្នេះឲ្យយើងនិយាយល្អខ្ញុំមិនមែនថាឲ្យយើងអនុញ្ញាតឲ្យកូនធ្វើតាមចិត្តទេយើងត្រូវតែកែកូនហើយកុំកំពីបងរៀនឲ្យវាយកូនផងហើយខ្លះវាយតិចពេកខ្ញុំសង្ស័យថាកូនស្រីខ្ញុំវាយចៅខ្ញុំតិចពេកវាចង់ខូចបន្តិចខ្ញុំចង់ដាស់តឿនគាត់បន្តិចឲ្យវាយឲ្យមែនតែនកុំវាយតែតតែខឹងទេបើតែវាយឲ្យដល់តែវាភ័យហើយថាត្រូវតែឈប់ឥឡូវហើយបើអត់ឈប់ទេប្រហែលហ្នឹងងាប់ឬអត់ទេមិនដឹងទេដូចជាត្រូវតែភ័យបន្តិចបើគាត់តែវាយវាមួយពីរទៅទៀតវាគាត់តែខឹងតែមកវិញត្រូវតែឈ្នះឪពុកម្ដាយត្រូវតែឈ្នះពីរឿងកាយកូនខ្ញុំចូលចិត្តមែនតើណាប៉ុន្តែពីរឿងកាយនឹងកូននឹងខុសនឹងគម្ពីរសូមព្រះអង្គបង្រៀនចាក់យើងទាំងអស់គ្នាពីរឿងនេះរបៀបដែលយើងប្រព្រឹត្តនឹងកូនហើយប្រហែលបងប្អូនខ្លាចថាខ្ញុំនឹងនិយាយពីរឿងមួយទៀតអំពីតេឡេខ្ញុំត្រូវតែនិយាយបន្តិចសូមអនុញ្ញាតឲ្យនិយាយបន្តិចទៅពីព្រោះខ្ញុំឃើញថាតេឡេនោះអូបងប្អូនអើយតេឡេបង្រៀនកូនយើងច្រើនជាងគ្រូ